ម៉ាក់10ឆ្នាំបានកន្លងផុតទៅហើយការសន្យារបស់ខ្ញុំចំពោះគ្រូទីបំផុតត្រូវបានសម្រេចថ្ងៃនេះគឺជាថ្ងៃដែលគ្រួសារសុខខ្លាយជាអ្នកមានជាងគេនៅយីដូថ្ងៃដំបូងហើយក៏ជាថ្ងៃចុងក្រោយរបស់ខ្ញុំជាមួយពួកគេដែរ King បន្ទាប់ពីខ្ញុំស្លាប់អ្នកនឹងខ្លាយជាអ្នកដឹកនាំថ្មីរបស់អ្នកគ្រីកពេញមួយជីវិតរបស់ខ្ញុំបានស្មោះត្រង់នឹងដង្ការមនុស្សតែម្នាក់គត់ដែលខ្ញុំបានធ្វើខុសគឺក្រុមគ្រួសាររបស់ខ្ញុំសន្យាជាមួយខ្ញុំបន្ទាប់ពីខ្ញុំស្លាប់អ្នកនឹងរៀបការជាមួយចេស្រីរបស់ខ្ញុំសុភីមិនថាមានរឿងអ្វីកើតឡើងទេអ្នកត្រូវតែនៅជាមួយគ្រួសារសុខរយៈពេល10ឆ្នាំពេញគ្រូខ្ញុំនឹងសងគុណដល់គ្រួសារសុខជំនួសលោក10ឆ្នាំនេះក្រោមការរៀបចំរបស់ខ្ញុំគ្រួសារសុខបានពីការគ្មានលុយកាក់ទៅជារៀបវង$1000 លានប៉ុន្តែកាលណាគ្រួសារសុខកាន់តែមានពួកគេកាន់តែសង្កត់សង្កិនខ្ញុំជាកូនប្រសាររស់នៅក្នុងផ្ទះរបស់ពួកគេចាប់ពីពេលនេះទៅអ្នកនឹងរស់នៅក្នុងបន្ទប់ស្តុកហើយញ៉ាំជាមួយអ្នកបម្រើនៅខាងក្រៅអ្នកមិនត្រូវបានអនុញ្ញាតនិយាយថាអ្នកជាដៃរបស់សុភ័យភ្លាមបន្ទាប់ពីរៀបការសុភេបានក្បត់ខ្ញុំសម្លាញ់សូមអរគុណសម្រាប់ឆ្នាំទាំងអស់នេះដែលបានមើលថែប្រពន្ធនិងកូនរបស់ខ្ញុំនាងនិងឪពុករបស់នាងបានសម្លាប់ម្ដាយរបស់ខ្ញុំម៉ាក់ខ្ញុំនឹងធ្វើឲ្យគ្រួសារសុខស្លៀកពាក់សម្លៀកបំពាក់កាន់ទុកហើយសូមការអភ័យទោសនៅភ្នូររបស់អ្នកសុភ័យនេះសម្រាប់ណើ Purns ថ្មីបំផុតបន្ទាប់ពីថ្ងៃនេះខ្ញុំសុភ័យជាសង្គមនារីកម្ពុជានៅស៊ីដូអ្នកណាមិនគោរពខ្ញុំកូនតូចគួរឲ្យស្រឡាញ់ណាស់មកខ្សែកមេឃពាក់កងដៃមេឃញាតិទាំង3គ្រួសារតែមួយសប្បាយណាស់សូមទោសខ្ញុំមិនមែនប្តីរបស់សុភ័យទេសុខនិយាយអ្នកណាមិនដឹងថានាងសុភ័យពូកាទាំងទេពក៏សិលឲ្យនឹងសម្រោតែមានទេដែលនៅតែប្រយោជន៍អ៊ីងទៀតហើយបើលោកតាមិនបង្ខំខ្ញុំទេធ្វើឲ្យខ្ញុំរៀបការជាមួយមនុស្សសិទ្ធិប្រយោជន៍នោះមិនអីទេសំបីតែមនុស្សសិទ្ធិប្រយោជន៍ក៏មានប្រយោជន៍ដែរយ៉ាងហោចណាស់គាត់មិនអាចបញ្ឈប់យើងពីការសប្បាយបានទេអូអញដោយវិធីនេះគាត់នៅឯណាខ្ញុំបញ្ជូនគាត់ទៅយ៉ាំទ្វារថ្ងៃដ៏រុងរឿងបំផុតក្នុងជីវិតខ្ញុំមិនថាញាតឲ្យអ៊ីងស្នាមប្រឡាក់នេះបង្ហាញមកទេហាប្រធានលីណាខ្ញុំហៅថាលោកចូលចិត្តត្បូងថ្មខ្លាញ់ជីមពីអណ្ដូងរាយចាស់មានតម្លៃ$1 លានសូមជូនពរលោកអាយុយឺនយូរហើយរៀងរាល់ឆ្នាំរីករាយដូចថ្ងៃនេះប្រធានលីណានេះជាអំណោយ$1,880,000សូមអបអរសាទរការចេញហែងភិភពដោយជោគជ័យល្អសូមអរគុណគ្រប់គ្នាចំពោះការគួរសោដឹងគុណណាស់អ្នកសុខបរោះពេកហើយមានជីវិតរស់រវើកណាស់សូម្បីតែមន់និងឆ្កែក៏ឡើងទៅស្ថានសុខក៏ដែរអ្នកយាមនេះជាអ្នកណាក្នុងថ្ងៃរីករាយបែបនេះមិនថប់អូសាទរទេតែមកនិយាយចំដល់គេវិញក៏ច្បាស់ជាឈួតហើយកាន់រូបមនុស្សស្លាប់ទៀតអស់សំណាងណាស់អៀងអញអត់តម្លៃសោះមិនយាមទ្វារទេមកធ្វើអីនៅទីនេះចេញទៅយ៉ាំទ្វារឥឡូវនេះឯងមិនត្រូវបានគេចាត់តាំងឲ្យនៅពេញការងារថ្ងៃនេះទេក្នុងនាមជាអ្នកយាមឯងត្រូវតែបំពេញភារកិច្ចមិនអញ្ចឹងទេខ្ញុំនឹងកាត់ប្រាក់ខែ1 ខែឯងគួរតែចេញទៅណាពិធីថ្នាក់ខ្ពស់នេះមិនមែនសម្រាប់មនុស្សថោកដូចឯងទេដែលចូលរួមឯងកំពុងធ្វើឲ្យគ្រួសារសុខខូចកែឈ្មោះហើយឯងក៏មានមុខមកដែរដូច្នេះនេះជាកូនប្រសាររបស់គ្រួសារសុខលើកទី1ដែលឃើញគាត់ពិតជាគួរឲ្យអាម៉ាស់ណាស់ខ្ញុំមកថាគាត់គ្រាន់តែជាអ្នករស់នៅដោយយិតប្រយោជន៍សត្វសមតែធ្វើអ្នកយាមប៉ុណ្ណោះគាត់មិនមែននៅពុកខ្ញុំទេគាត់គ្រាន់តែជា10 ឆ្នាំខ្ញុំបានស៊ូត្រាំ10 ឆ្នាំហើយបុរសម្នាក់មាន10 ឆ្នាំប៉ុន្មានដងខ្ញុំជាមេដឹកនាំនេក្រិកជាវីរៈសង្គ្រាមនៃមន្ទីរពេទ្យមេឃាអាចធ្វើបានតែអ្នកយាមគ្រួសារសុខប៉ុណ្ណោះមិនអនុញ្ញាតញ៉ាំនៅទទេពាក់មួយប្តីគេបោកគ្មានសេចក្តីថ្លៃថ្នូរសោះ
រស់នៅអំជាងឆ្កែទៅទៀតអាក្រក់ជាងនេះទៅទៀតខ្ញុំមិនអាចសងសឹកឃាតកម្ដាយខ្ញុំបានទេខ្ញុំត្រូវតែលាក់វាជ្រៅក្នុងចិត្តប៉ុន្តែសំណាងល្អសុបិនអាក្រក់ទាំងអស់នឹងបញ្ចប់ថ្ងៃនេះសុភ័ក្រថ្ងៃនេះខ្ញុំមកដើម្បីលែងលះអ្នកខ្ញុំបានចុះហត្ថលេខារូបហើយនេះ អាណាហ៊ានវាខ្ញុំ ចុះបើហ៊ានវិញពីមុនខ្ញុំគ្រាន់តែមិនចង់ប្រឡាក់ដៃចាប់ពីថ្ងៃនេះតើខ្ញុំឈប់ជាប់តាក់ទងនឹងគ្រូសាសុកក្មេងហ៊ានវាគេឥឡូវស្រាប់តែចង់លេងលះតើមានគំនិតអីអញគិតថាអញសុំនឹងប្រកួតជាមួយខ្ញុំទេចឹងទៅហេកុំវាខ្ញុំឥឡូវអ្នកណាខ្លាចគេឥឡូវដឹងហើយឬណាអៀងឯងហួសហេតុពេកហើយ លីណាអ្នកសម្លាប់ម្ដាយខ្ញុំរឿងនេះនឹងមិនចប់ត្រឹមនេះទេអ្នកនិយាយរឿងឥតប្រយោជន៍ខ្ញុំដឹងហើយអៀងថ្ងៃនេះឯងចង់លេងញ៉េះហើយឯងចោទប្រកាន់ខ្ញុំថាសម្លាប់ម្ដាយឯងមិនមែនដោយសារគ្រូសាសុកមានលុយទេឯងចង់ដណ្ដើមយកពីយើងខ្ញុំមើលថាថ្នាំដុតម្ដាយឯងជាប្រភេទថោកទៅចុះខ្ញុំនឹងឲ្យលុយប៉ុន្មានពាន់ដុល្លារទៅទិញថ្នាំដុតថ្មីឈប់ធ្វើរឿងធំហើយឥតប្រយោជន៍សំបីតែត្រឡោកម្ដាយខ្លួនឯងក៏មិនអាចទិញបានជីកាអាម៉ាស់បើអ្នកសុំទានអ្នកត្រូវលុតជង្គង់កុំគិតថាអ្នកអាចរុញច្រានលីណាបានព្រោះគាត់រៀបសារត្រូវហើយលុតជង្គង់លុតជង្គង់ចុះលុតជង្គង់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 ចុះលុតជង្គង់អៀងតាំងពីពេលណាអ្នកមានចិត្តហ៊ានបែបនេះលីណាដោយគោរពនឹងការស្គាល់គ្នាពីមុនថ្ងៃនេះខ្ញុំនឹងលែងអ្នកក្នុងមួយខែទៀតជាថ្ងៃគម្រប់មរណភាពម្ដាយរបស់ខ្ញុំអ្នកនាំអ្នកទាំងអស់ពីគ្រួសារសុកទៅភ្នូម្ដាយរបស់ខ្ញុំស្លៀកសម្លៀកបំពាក់កាន់ទុកហើយលុតជង្គង់3ថ្ងៃ3យប់បន្ទាប់មកកាត់ដៃជើងអ្នកឯងហើយរស់នៅជាមនុស្សសិទ្ធិប្រយោជន៍ទៅបែបនេះចំនួនរវាងគ្រួសារសុកនិងខ្ញុំនឹងត្រូវសម្អាតអស់ហ៊ានអ្នកនិយាយអីគេអ្នកចង់ឲ្យយើងស្លៀកសម្លៀកបំពាក់កាន់ទុកហើយលុតជង្គង់3ថ្ងៃ3យប់ได้นับมันสำนึกการนี่เจចាំទុកមួយខែពីថ្ងៃនេះបើអ្នកមិនធ្វើតាមពាក្យខ្ញុំទេកុំបន្ទោសខ្ញុំថាខ្ញុំគ្មានមេត្តាខ្ញុំគិតថាអ្នកចាំយាមទ្វារនោះយូរពេកអ្នកភ្លេចខ្លួនឯងអ្នកយាមចាប់គាត់ខ្ញុំចាំមើលថាណារៀនណារៀនអារម្មណ៍គួរឲ្យខ្លាចណាស់ផ្លាស់សញ្ញារៀងនេះពួកគេមកពីនេក្រីលោកមានន័យថាមិនថាអ្នកមានលុយរាប់ពាន់លានយ៉ាងណាទេបើអ្នករីចង់ឲ្យអ្នកស្លាប់ត្រឹមពាក់កណ្ដាលអត់ទេអ្នកមិនបានឃើញពលឺថ្ងៃទៀតទេជាកម្លាំងដែលត្រូវគួរសុំទោសអ្នកកំពុងរកអ្នកណាខ្ញុំកំពុងរកអៀងហ៊ានកំណាចស្មានប្រយោជន៍គាត់មានបញ្ហាហើយអៀងលេងជាផ្នែកនៃគ្រួសារសុខទៀតហើយត្រូវហើយខ្ញុំទើបតែលែងឡាគាត់អៀងយូរបនអ្នកចេញទៅលោកយើងមិនមានអីពាក់ព័ន្ធនឹងទីទេមិនមានតតែសលោកអាចវាយសម្រាប់គាត់តាមចិត្តសូមកុំយកមកដាក់លើយើងចេញទៅអស់ហើយយើងវិនិច្ឆ័យលោកនេះខំហើយវិជាកំហុសរបស់អ៊ីងទាំងដល់អ៊ីងលុតជង្គង់ហើយសំជុះស្លូបពីអ្នករីកគុំទីងយើងចូលរៀងរបស់ហែងលុតជង្គង់ឲ្យគាត់មិនសុំនឹងទទួលទេទៅចុះគុំឆ្មាញ់ឆ្មៃឆ្កែយាមគិតថាខ្លួនសំខាន់លោកបាននេះហើយលោកគួរចាប់ខ្លួនអ៊ីងឥឡូវនេះអ៊ីងមើលចុះអ្នកនឹងធ្វើអ៊ីឡូវសុខាញាក់មកហើយអ្នកបានរងទុកតោះ10ឆ្នាំមានរឿងអីពួកអ្នករីហេតុអីគេគោរបរសនេះយ៉ាងគួរឲ្យគោរពតើអាចអេងមកពីអ្នករីមិនអាចទេសម្រាប់ម៉ែពាក់អាវបងប្អូនខ្ញុំត្រឡប់មកវិញហើយស្វាគមន៍ត្រឡប់មកវិញមែនស
សូមស្វាគមន៍ត្រឡប់មកវិញលោកប្រធានកូនប្រសាររបស់គ្រូសាសុកជាមេដឹកនាំរបស់នាយគ្រីចុះបើពួកគេមិនលែងលះគ្នាវិញអញ្ចឹងនាងសុភានឹងក្លាយជាស្ត្រីជាធំរបស់នាយគ្រីអញ្ចឹងគ្រូសាសុកនឹងក្លាយជាអ្នកមានជាងគេលើលោកត្រឹមត្រូវហើយ ឯងគាត់ជាមេដឹកនាំរបស់អ្នកគ្រីតើខ្ញុំបានធ្វើអ្វី កុំឲ្យអៀងបោកប្រាស់អ្នកទាំងអស់គ្នាប្រសិនបើគាត់ពិតជាខ្លាំងមែនហេតុអ្វីបានជាគាត់ទៅធ្វើជាកូនប្រសាររស់នៅក្នុងគ្រួសារសុកសូមគិតមើលទាំងអស់គ្នាអៀងនៅក្នុងគ្រួសារសុកអស់រយៈពេល10ឆ្នាំហើយធ្វើការជាអ្នកយាមដូចឆ្កែតើគាត់អាចមកពីនាយគ្រីដោយរបៀបណា ពិតមែនប្រសិនបើយើងធ្លាប់គំរាមកំហែងអ្នកណាម្នាក់ពីនាយគ្រីយើងនឹងត្រូវគេហែកជាបំណែកតូចតាំងពីយូរមកហើយខ្ញុំចាំបានថាជាច្រើនឆ្នាំមុនអ្នកមានបំផុតនៅដែនដីខាងត្បូងកូនប្រុសច្បងរបស់គ្រួសាររតនាបានជេរប្រមាថអ្នកណាម្នាក់ពីនាយគ្រីហើយយប់នោះគាត់ត្រូវបានគេបាក់ជើង អេងពិតជាមិនមែនមកពីនាយគ្រីទេមនុស្សទាំងនេះប្រកាសជាអ្នកសម្ដែងបន្ថែមដែលជួមកអួតអាងអ្នកសម្ដែងបន្ថែមម្នាក់ថ្លៃតែប្រហែល$100ប៉ុណ្ណោះអេងនៅក្នុងគ្រួសារសុករស់នៅដោយពងពូគេអស់ជាច្រើនឆ្នាំគាត់ពិតជាអាចចំណាយប្រាក់ចំនួននោះបាន គាត់ពិតជាមនុស្សមានសង្ឃឹមលេងល្បិចណែតែអ្នកគេថាគ្រួសារសុកកើតមកកាលពីសូមញើ ល្ងើអ្នកទាំងរកគ្នានេះ ពាក្យសម្ដីប្រយោជន៍សម្រាប់អ្នកដែលត្រូវវិនិច្ឆ័យពួកគេកំពុងស្វែងរកសេចក្តីស្លាប់ហេតុអ្វីត្រូវខ្ជិលខ្ជីសម្ដីវាកំពុងត្រជាក់គ្រូសាសុកក៏គួរតែបាត់ពីយីដូដែរអ្នកមានពេលមួយខែថ្ងៃនេះខ្ញុំឲ្យអ្នកតូចមួយមេរៀនតូចអ្នកទាំងអស់គ្រូសាសុកនឹងចំណាយពេលប្រហែលថ្ងៃនៅមន្ទីរពេទ្យ តោះទៅគ្មានអាវពាក់ទេខ្ញុំនឹងចែកអាវធំរបស់ខ្ញុំនឹងចែកអាវរបស់ខ្ញុំយើងនឹងក្រោកជាមួយគ្នាគ្មានអាវពាក់ទេខ្ញុំនឹងចែកសម្ពត់របស់ខ្ញុំស្ដេចរៀបចំសង្គ្រាមយើងនឹងស្រួតដាវនឹងខាធ្វើធំតើគាត់គិតថាពាក្យគាត់ជាច្បាប់ទេខ្ញុំទើបតែពិនិត្យសុខភាពកាលពីម្សិលមិញខ្ញុំរឹងមាំដូចគោអូពួកខ្ញុំជឿ ខ្ញុំក៏ដូចគ្នាជួយខ្ញុំផងប្រញាប់ អូទេតើវាអាចជាការពុលអាហារទេហើយឡានពេទ្យ ការពុលអាហារហេតុអ្វីបានជាយើងមិនឈឺ ត្រូវតើអ៊ីងធ្វើនេះទេគាត់បាននិយាយមុនពេលចាស់ចេញថាគាត់នឹងដាក់គ្រូសាសុកនៅមន្ទីរពេទ្យអ៊ីងគ្រាន់តែជាប្តីរស់នៅក្នុងផ្ទះគាត់គ្មានអំណាចបែបនេះទេខ្ញុំគិតថាវាគ្រាន់តែជាការចៃដន្យឬប្រហែលជាគ្រូសាសុកបានធ្វើអាក្រក់ច្រើនពេកហើយនេះជាការសងសឹករបស់ពួកគេ ណាកូហូខ្ញុំមិនអាចខ្ញុំត្រាំមិនបានទៀតហើយតើក្លិនអ្វីនោះសង្គមនារីកំពូលទើបតែបន្ទោរបងនៅទីសាធារណៈ ទៅនៅឲ្យឆ្ងាយពីគ្រូសាសុក ចាំបណ្ឌិតឲ្យខ្ញុំថតរូបពីសន្លឹកសិន ហេឈប់ថតរូប អីងខ្ញុំនឹងមិនអីអ្នករួចខ្លួនទេ ថៃកែចុងក្រោយឯងក៏បោះបង់ស្រីនោះដែរល្អណាស់ស្រីស្អាតអ្នកមានច្រើនកំពុងរងចាំអ្នកទីស៊ូតើខ្ញុំមិនបានវីយ៉ាងយូរប៉ុណ្ណឹងហើយឯងចង់ឲ្យគេវីមែនទេអូថៃកែពិតមែនគ្រូសារីវងនៃដែនដីបូភ្លៀអាចកំបាំងព្រះនាងស្អាតបំផុតអ្នកចំនួន Wall Street ខ្លះកូនស្រីអ្នកមានធំនិងតារាល្បីជាច្រើននារីម៉ូដាពួកគេបានបង្កើតក្រុមជែករួចហើយកំពុងរងចាំអ្នកយ៉ាងអន្តិសាប្រជាសង្គ្រាមនៃមន្ទីរពេទ្យមេឃាពិតជាអស្ចារ្យណាស់គ្មានអ្វីគួរឲ្យសង្ស័យទេអូត្រូវហើយក្នុងកិច្ចការរបរតើពេលណាអ្នកត្រឡប់មកវិញខ្ញុំមានកិច្ចការត្រូវធ្វើខ្ញុំត្រូវសម្រាកនៅយីឌូមួយរយៈរឿងរបស់នាយគ្រីនៅតែឲ្យអ្នកទាំងអស់គ្នាគ្រប់គ្រងមួយរយៈទៀតសុខាខ្ញុំមិនទាន់ត្រឡប់ទៅវិញទេក្នុងអំឡុងពេលនេះកុំបារម្ភពីខ្ញុំបើមានអ្វីកើតឡើងខ្ញុំនឹងតាក់ទងអ្នក អេងបន្ទោសម្ចាស់ បើគ្មានគ្រូរបស់ខ្ញុំមិនអាចមកដល់កន្លែងដោយសពថ្ងៃនេះទេប៉ុន្តែខ្ញុំមិនអាចអត់ទោសឲ្យគ្រូសាសុកបានទេខ្ញុំសង្ឃឹមថាពួកគេដឹងថាអ្វីល្អសម្រាប់ពួកគេក្នុងមួយខែពួកគេនឹងពាក់អាវកាន់ទុកដោយស្ដាប់បង្គាប់បើមិនដូច្នោះទេពួកគេនឹងមានបញ្ហា មនុស្សល្ងើពីគ្រូសាសុកគិតថាពួកគេឯងខ្លាចជាអ្នកមានជាងគេនៅយីឌូដោយខ្លួនឯងធ្វើកែបើអ្នកមានពេលទៅកាន់សាខាយីឌូរបស់យើងហើយផ្ដល់ការណែនាំខ្លះលើសពីនេះនេះជាការដែលទទួលស្គាល់ដោយនិគាទាំងក៏លើពិភពកាពិជើលេខកូដផេនជាតិថ្ងៃគូកំណើតរបស់អ្នកហើយ
ខ្ញុំមានរឿងសំខាន់ណាស់ដើម្បីរាយការណ៍ជូនណា រឿងអ្វី វានិយាយមកអ្នកណាចាត់អ្នកមកដោយការរំពឹងទុកពីប្រជាសង្គ្រាមមេឃាខ្ញុំឆ្ងល់ថាតើជំនាញពេទ្យនិងថ្នាំពុលដែលគ្មានគូប្រៀបរបស់អ្នកអាចជួយសង្គ្រោះអ្នកឯងបានទេ មុនពេលមនុស្សទាំងនេះមកពួកគេបានលេបថ្នាំពុលរួចហើយ សម្អាតពួកវាកុំទុកដាន ចុះលោកថើកែវិន កុំបារម្ភពីខ្ញុំក្នុងโลกនេះគ្មានថ្នាំពុលណាអាចធ្វើបាបខ្ញុំបានទេអ្នកទាំងអស់គ្នាដូរសិន បាទ វាមិនមែនថ្នាំពុលទេវាជាមន្តអាគមខ្មែរ លោកមានរឿងអី សូមទោសខ្ញុំនឹងទទួលខុសត្រូវចំពោះអ្នកក្មេងស្រីតូចនេះតើវាអាចជាភ្នែកទាំងនេះស្នាមញញឹមនេះវាដូចខ្ញុំដែរ ត្រូវហើយនេះគឺវីរៈនិងកូនស្រីរបស់ណាឈ្មោះរបស់នាងគឺបុប្ផាព្រោះនាងមានផ្ទៃពោះមុនរៀបការវីរៈត្រូវបានបណ្ដេញចេញពីគ្រួសារច័ន្ទឥឡូវនាងដឹកនាំក្រុមហ៊ុនទុកមួយចិញ្ចឹមកូនស្រីតែម្នាក់ឯងលោកម្ចាស់ណាបានរៀបការជួបគ្រួសារសុខដោយសារតែច្បាប់យើងមិនហ៊ានរំខានណាទេដូច្នេះ ល្អណាស់ខ្ញុំមានកូនស្រីខ្ញុំមានប្រពន្ធនាំខ្ញុំទៅជួបពួកគេលើនេះ វីរៈនៅតែអន់ចិត្តនឹងកំហុសដែលណាត់ធ្វើដោយ twist ប្រហែលស្កាពីពេលនោះនាងថែមទាំងហឺប៉ូលីសទៀតផងក្រោយមកពេលពូនាងថ្មឡើងនាងរងការនិយាយដើមគ្រប់បែបឡើងឆ្លងកាត់ការលំបាកជាច្រើន វាជាកំហុសរបស់ខ្ញុំរឿងប្រពន្ធនិងកូនស្រីរបស់ខ្ញុំនឹងដោះស្រាយដោយខ្លួនឯងវាបុប្ផាអស់មួយជីវិតរបស់ខ្ញុំនឹងខំប្រឹងអស់ពីសមត្ថភាពដើម្បីសងហើយធ្វើឲ្យអ្នកទាំងពីរសប្បាយចិត្ត ប្រចាំបងពេទ្យមេឃាបានបញ្ចប់អាពាហ៍ពិពាហ៍10ឆ្នាំរបស់គាត់ស្ត្រីល្ងងណាស់នាងបានបោះបង់បរិសុទ្ធខ្លាំងបំផុតនៅលើពិភពលោកនៅនាមអ្នករៀបចំយន្តហោះ Action របស់ខ្ញុំនឹងហោះទៅដែនដីមហាសារីនេះប្រញាប់ចាប់សម្លៀកបំពាក់និងគ្រឿងអលង្ការស្អាតបំផុតរបស់ខ្ញុំទាំងក៏ខ្ញុំត្រូវការយន្តហោះ Action លឿនបំផុតហោះទៅអ៊ីតូភ្លាម បាទ Stop ទាំងក៏ខ្នើប្រចាំបងពេទ្យមេឃាជារបស់ខ្ញុំ តែណាស្គាល់អត់សញ្ញាណពិតរបស់ប្រចាំបងទេអ្នកមិនដឹងថាគាត់ជានរណាទេ Head respect គាត់ខ្ញុំមិនអនុញ្ញាតឲ្យស្រីណាម្នាក់លូតបរិសុទ្ធរបស់ខ្ញុំទេ លើកនេះមិនថាត្រូវចំណាយអ្វីទេអត្តសញ្ញាណពិតរបស់ព្រះចម្បាំងពេទ្យមេឃាត្រូវតែរកឲ្យឃើញថាតើខ្ញុំអាចជាសះស្បើយពីជំងឺមហារីកស្ថានីយ៍នេះបានទេគឺអាស្រ័យទាំងស្រុងលើគាត់ចុងក្រោយដំណឹងពីមន្ទីរពេទ្យមេឃាគាត់នៅយីឌូបញ្ជូនអ្នកទៅស៊ើបអង្កេតភ្លាមមិនថាត្រូវចំណាយអ្វីទេយើងត្រូវតែនាំគាត់មកទីនេះដើម្បីព្យាបាលខ្ញុំបាទលោកម្ចាស់ព្រះចម្បាំងពេទ្យមេឃា អេងស្រីនោះរាងស្អាតណាស់ប៉ុន្តែបើប្រៀបធៀបទៅនឹងស្រីស្អាតនៅក្នុងអគាររបស់យើងវីរៈនាងខ្សោយបន្តិចប៉ុន្តែនាងនៅតែស្អាតគ្រប់គ្រាន់នេរីនោះប្រៀបធៀបទៅនឹងវីរៈផ្លេចមុខមាត់និងរូបរាងថាមពលរបស់នាងទាបជាងច្រើនកម្រិតហើយនាងឈឺមិនអាចទេអេងអ្នកជាអ្នកយាមសន្តិសុខមិនមែនជាគ្រូពេទ្យទេប្រាប់ខ្ញុំដោយស្មោះត្រង់តើអ្នកស្រឡាញ់វីរៈដោយសម្ងាត់កុំនិយាយរឿងងាត់ប្រយ៉ានាងជាប្រពន្ធរបស់ខ្ញុំស្រឡាញ់ដោយចំនៅតែប្រសិទ្ធអ្នកមិនស្រឡាញ់វីរៈដោយសម្ងាត់ទេប៉ុន្តែអ្នកសម្លឹងមើល monitor រាល់ថ្ងៃមើលនាងទៅធ្វើការនិងត្រឡប់មកផ្ទះសូម្បីតែពេលនាងយកសម្រាមចេញទៅមើលស្រីអ៊ីនធឺណិតរបស់អ្នកទៅមានរឿងអីអៀង ណាជាអ្នកណាចេញទៅជួយ ឈប់ស្រែកសន្សំថាមពលរបស់អ្នកនឹងស្រែកនៅលើក្រៃក្រោយមកហាហាហាអ្នកមិនអីទេ ខ្ញុំមិនអីទេ
ប៉ុន្តែស្រ័យគាត់ឲ្យខ្ញុំជីមុនសិន អូក្មេងអាក្រក់អ្នកមកពីណាអ្នកណាឲ្យអ្នកប៉ះនាងក្មេងខ្ញុំស្នើអ្នកកុំបង្កើរឿងវីរៈបានធ្វើឲ្យអ្នកមានអំណាចខ្លះខំអ្នកយាមតូចដោយអ្នកហ៊ានប្រថុយប្រយ័ត្នអ្នកនឹងមិនរស់នៅក្នុងយីឌូទេនិយាយច្រើនពេកចង់ស្លាប់ ប្រយ័ត្ន ត្រឡប់ទៅបន្ទប់របស់អ្នកកុំខ្លាចខ្ញុំនៅទីនេះគ្មាននរណាអាចប៉ះអ្នកបានទេ ក្នុងរយៈពេល5ឆ្នាំនេះជាលើកទី1ដែលខ្ញុំមានអារម្មណ៍ថាត្រូវបានគេការពារ នាំពួកគេត្រឡប់ទៅសួរចម្លើយអ្នកណាហ៊ានប៉ះស្រីរបស់អេងខ្ញុំនឹងធ្វើឲ្យពួកគេស្ដាយដែលធ្លាប់កើតមក បាទម្ចាស់លោក វីរៈសុំទោសពីមុនអ្នកមើលទៅមិនស្អាតដូចនេះទេ Burst សុទ្ធតែមិនល្អហើយខ្ញុំគិតថាអ្នកយាមទូចនេះជាមនុស្សល្អ ខ្ញុំបានហៅប៉ូលីសរួចហើយពួកគេបានចាប់ខ្លួនអ្នកគំរាមទាំងពីរពួកគេនឹងប្រាប់ខ្ញុំប្រសិនបើមានដំណឹងអ្វី អូគុណ ការអាចការពារនារីស្រស់ស្អាតដូចអ្នកគឺជាក្តីស្រមៃរបស់បុរសគ្រប់រូប ខ្ញុំមិនស្អាតទេខ្ញុំមានកូនស្រីហើយខ្ញុំដោះសម្រស់ហើយតែមានរឿងអ៊ីជាមួយខ្ញុំដាវីដោយសារតែប៉ុន្មានឆ្នាំនេះខ្ញុំបានតាក់ទងជាមួយបរិស្តិកពេកទេប៉ុន្តែអ្នកយាមទូចនេះវាមិនរំខានខ្លាំងនោះទេ ប្រសិនបើអ្នកចាស់នឹងស្រពោននោះតារាសម្ដែងទាំងនោះអាចលោតចូលទន្លេយ៉ង់សេបានដែរបើថ្ងៃណាមួយខ្ញុំអាចរៀបការជាមួយស្ត្រីស្រស់ស្អាតដូចអ្នកខ្ញុំនឹងសប្បាយចិត្តខ្លាំងណាស់ អាណាមិនមានប្រពន្ធទេ ខ្ញុំលែងលះគ្នាហើយគ្មានប្រពន្ធ ខ្ញុំបានរៀបចំណាត់ជួបដោយមិនស្គាល់គ្នាសម្រាប់អ្នកនៅថ្ងៃស្អែកកុំបដិសេធពុកផាកំពុងធំឡើងនាងត្រូវការឪពុកអ្នកមិនចង់ឲ្យនាងត្រូវគេសើចចំអកជានិច្ចពីក្មេងផ្សេងទៀតដោយសារគ្មានឪពុកមែនទេ បើគ្មានអ្វីផ្សេងទៀតទេខ្ញុំនឹងទៅឥឡូវនេះ មានរឿងមួយប្រសិនបើអ្នកសុខចិត្តមកក្រុមហ៊ុនយើងនៅថ្ងៃស្អែកធ្វើជាអ្នកយាមចាំយកអត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារផងដែរសូមចេញទៅលើនេះខ្ញុំត្រូវសម្រាប់ទៅលើនេះ អូខេស្ត្រីពិបាកយល់ណាស់ទើបតែមួយសន្ទុះមុននាងល្អទេហើយឥឡូវនាងស្រាប់តែមកប្រឆាំងខ្ញុំហើយនាងចង់ឲ្យខ្ញុំធ្វើជាអ្នកយាមនៅក្រុមហ៊ុនរបស់នាងហេតុអីខ្ញុំត្រូវយកសៀវភៅគ្រួសារអញ្ចឹងខ្ញុំនឹងដាក់លិខិតលេឈប់ពីការងារជាមុនសិនយ៉ាងណាក៏ដោយការធ្វើជាអ្នកយាមសហគមន៍គឺសម្រាប់តែវីរៈទេ ចូលមើលតែអ្នកបានយកអត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារមកទេ បាទតើអ្នកចង់មើលទេ ខ្ញុំមិនមានពេលទំនេរច្រើននោះទេមកខាត់ពេលជាមួយអ្នកល្អហើយដែលអ្នកយកមក តើអ្នកមិនបាននិយាយទេថាខ្ញុំនឹងធ្វើជាអ្នកយាមតើយើងនឹងទៅណា អ្នកនឹងដឹងពេលយើងទៅដល់ តើយើងមកធ្វើអីនៅទីនេះ អ្នកគ្មានប្រពន្ធមែនទេតើអ្នកចង់បានមួយទេយើងរៀបការ រៀបការចង់បានខ្ញុំចង់បានប្រពន្ធ គម្រោងភើពេយើងគ្រាន់តែធ្វើពុតជារៀបការតែក្នុងនាមប៉ុណ្ណោះយើងមិនដេកជាមួយគ្នាទេខ្ញុំយល់ព្រមពីព្រោះអ្នកជាមនុស្សល្អខ្ញុំមិនចង់ឲ្យកូនស្រីខ្ញុំធំឡើងដោយគ្មានឪពុកទេចាប់ពីពេលនេះទៅអ្នកនឹងធ្វើជាអ្នកយាមនៅក្រុមហ៊ុនយើងបើអ្នកមិនចង់ទៅមិនបាច់ទៅក៏បានខ្ញុំនឹងឲ្យអ្នក10000រៀលក្នុងមួយខែដែលរៀបណាអ្នកធ្វើល្អជាមួយកូនស្រីខ្ញុំនឹងដំឡើងប្រាក់ខែតែអ្នកយល់យ៉ាងម៉េចដែរ
យកព្រមខ្ញុំព្រមវាកាត់ឡើងលឿនណាស់ឥឡូវខ្ញុំរៀបការជាមួយប្រពន្ធខ្ញុំហើយខ្ញុំឯងឃើញកូនស្រីខ្ញុំដោយស្របច្បាប់ ខ្ញុំរៀបការជាមួយគាត់ហើយគាត់សប្បាយចិត្តខ្លាំងណាស់ចាំទុកនេះកូនស្រីខ្ញុំឈ្មោះបុប្ផា បុប្ផាឈ្មោះពីរោះនាងចុះឪពុកនាងវិញ នៅស្ងៀមចាំទុកនេះយើងគ្រាន់តែធ្វើពុតជារៀបការកុំសួរអ្វីដែលមិនគួរសួរ យកហើយវាហាក់ដូចជាវីរ៉ាស្អប់ខ្ញុំដល់ឆ្អឹង នេះជាកិច្ចសន្យាមុនរៀបការមើលបើគ្មានបញ្ហាទេចុះហាក់លេខា មិនដេកជាមួយគ្នាទេត្រូវតែស្ដាប់បង្គាប់អ្នកអ្វីតាមកិច្ចសន្យាបើមិនដូច្នោះទេខ្ញុំត្រូវសង្ខូចខាត10លានអញ្ចឹងអ្នកពិតជាការពារខ្ញុំមែន ខ្ញុំគ្រាន់តែប្រុងប្រយ័ត្នខ្ញុំមិនចង់ឲ្យមនុស្សអាក្រក់ចូលមកទេកុំបារម្ភជ្រាបណែអ្នកធ្វើការបានល្អខ្ញុំនឹងដំឡើងប្រាក់ខែទោះតែយូរសម្បត្តិអាពីពីពី យកព្រម ទោះតែត្រឡប់ទៅក្រុមហ៊ុនវិញអូខ្ញុំគិតថាអ្នកពូកែណាតែមកដល់នេះអ្នកជាអ្នកយាមអនណានេះជាស្ទីប្រពន្ធរបស់ធីមពូកែឡើងគ្នាហើយនឹងនៅតែឆ្លងពីអណ្ដាសំឡាញ់យើងនឹងឌឺទោះតែអនណាអ្នករៀបការលឺនំលេ បាទមិនត្រឹមតែមានប្រពន្ធទេខ្ញុំក៏មានកូនស្រីអាយុ5ឆ្នាំដែរ ហៀងអ្នកមានសង្សារនៅពីក្រោយក្នុងខ្ញុំហើយមានកូនស្រីម្នាក់ចាំមើលខ្ញុំនឹងធ្វើឲ្យអ្នកស្ដាយក្រោយឡើងទៅ សុំទោសខ្ញុំភ្លេចមួយផ្លែកសុំទោសខ្ញុំភ្លេចទាំងស្រុងវីសម្រាប់អ្នក សវណ្ណយើងបែកគ្នាហើយសូមគម្រមខានខ្ញុំទៀត សវណ្ណពិតជាចង់ស្រឡាញ់ប្រពន្ធខ្ញុំមែនវាជាថ្ងៃកំណើតគម្រប់70ឆ្នាំរបស់លោកតាញខ្ញុំបានរៀបចំអំណោយធំមួយខ្ញុំចង់ទៅជួបលោកតាញជាមួយអ្នកខ្ញុំទើបតែយកច្រឡំពីមុនខ្ញុំបានជិតស្និទ្ធជាមួយស្ត្រីនោះច្រើនពេកបន្តិចខ្ញុំសន្យាថាវានឹងមិនកើតឡើងទៀតទេសូមអត់ទោសឲ្យខ្ញុំផងមិនអីទេ មិនដងគាត់រហូតហើយមិនដែលប៉ុណ្ណោះយើងមិនដែលសុំបីតែការដៃគ្នាហើយអ្នកចាំជួបលោកតាខ្ញុំគួរឲ្យដល់សំណើចលើពីនេះទៀតខ្ញុំរៀបការហើយឥឡូវនេះដូច្នេះសូមជួបព្រមខានខ្ញុំទៀតតើ អ្នករៀបការហើយខ្ញុំមិនជឿទេ យើងទើបតែបានវិញ្ញាបនៅពេលព្រឹកនេះវីរ៉ារៀបការពិតមែន មិនអាចទៅរួចទេតើព្រះនាងរបស់ខ្ញុំរៀបការមិនបានតើនេះមានន័យថាខ្ញុំគ្មានឱកាសទេ ទោះបីវីរ៉ាមិនដែលរៀបការក៏ដោយក៏មិនមែនមកជាមួយអ្នកដែរ អូវីរ៉ានៅពេលអ្នកនៅជាមួយខ្ញុំអ្នកធ្វើដូចជាក្រមុំមិនព្រមសូម្បីតែឲ្យខ្ញុំប៉ះអ្នកឥឡូវនេះអ្នករៀបការជាមួយមនុស្សអាននេះអ្នកកំពុងប្រមាថខ្ញុំ អ្នកទើបតែពូទឹកលីងមាត់មែនទេអ្នកពោពេញទៅដោយរឿងនេះណៃ អ្នកហ៊ានរៀបការជាមួយមនុស្សអាននេះប្រមាថខ្ញុំជឿឬមិនជឿទូរស័ព្ទមួយដងពីខ្ញុំក្រុមហ៊ុនតូចរបស់អ្នកនឹងខ្សែធំបើអ្នកដឹងថាអ្វីល្អចូលត្រឡប់មកលោកខ្ញុំវិញហើយឲ្យកូនស្រីឯងហៅខ្ញុំថាប៉ានៅពេលនាងធំឡើងខ្ញុំនឹងរៀបការនាងទៅឲ្យបរាចំណាស់នៅលីខ្លះគ្រាន់តែគិតពីវាធ្វើឲ្យខ្ញុំសប្បាយចិត្តឯងហ៊ានទេឯងកំពុងធ្វើអីខ្ញុំប្រាប់ឯងអំពីពិធីជប់លៀងជ័យជំនះនោះខ្ញុំបានឲ្យគ្រប់រឿងឯងបានជួតារាសម្ដែងបន្ថែមមួយក្រុមដើម្បីអួតឥឡូវនេះភ្លាមលែងលះវីរ៉ាបន្ទាប់មកលោតជង្គង់ហើយក្រាបសំទោសបន្ទាប់មកឲ្យនាងនៅជាមួយខ្ញុំបើមិនអញ្ចឹងទេខ្ញុំនឹងហៅប្អូនប្រុសខ្ញុំហើយឲ្យគាត់សម្លាប់ឯងខ្ញុំជួតារាសម្ដែងបន្ថែមដើម្បីអួតហើយឯងចង់ឲ្យចាន់ណាបង្រៀនខ្ញុំឯងសើចអីមានអីគួរសើចព្រោះឯងចាប់ហើយឯងវាយខ្ញុំអញ្ចឹងក៏មិនដែរគ្រូសាលីនៅក្នុងភ្នែកខ្ញុំដូចជាធូលីនឹងថ្មបាក់
ប្រធានយើងរកឃើញហើយការប៉ុនប៉ងចាប់ជំរិតលោកស្រីកាពីម្សិលមិញញាក់នៅពីក្រោយគឺជាកូនប្រុសទី2នៃគ្រូសាលីសវណ្ណបង្រៀនគាត់មួយមេរៀនបាទលោក ឯងត្រូវចាក់ចេញឥឡូវនេះគ្រូសាលីមិនអាចប្រមាថបានទេខ្ញុំនឹងលុយយ៉ាងខ្លាចាក់ចេញពីស៊ីទូផ្លាំរកកន្លែងលាក់ខ្លួនក ុំខ្លាចនៅក្នុងโลกនេះគ្មានអ្នកណាអាចប៉ះខ្ញុំបានទេចាប់ពីពេលនេះតើខ្ញុំនឹងការពារឯងនិងកូនស្រីឯងអ្នកណាហ៊ានគំរាមឯងចាំមើលអេងខ្ញុំបានហៅប៉ូលីសហើយឯងនឹងរលួយនៅក្នុងគុកក្រោយពីឯងចូលទៅខ្ញុំនឹងឲ្យគេមើលថាងល្អហឹមនៅយីដូគ្រូសាលីមិនដែលខ្លាចអ្នកណាទេបើឯងចង់សង្គ្រោះបរិះនេះមកសន្តាគារជាមួយខ្ញុំដោយសុភាពយើងនឹងនិយាយគ្នាល្អ ដោយសារតែអ្នកមានលុយហើយមានអំណាចតើអ្នកអាចគៀបសង្កត់អ្នកដទៃតើនោះធ្វើឲ្យអ្នកប្រសើរជាងគេទេ ពិតជាអៀនខ្មាស់ណាស់ វីរៈយើងនឹងគ្រប់គ្រងអ្នកជានិច្ច ត្រឹមត្រូវហើយគ្រូសាខ្ញុំសម្បូរហើយមានអំណាចហើយយើងពិតជាគួរឲ្យចាប់អារម្មណ៍ណាស់តើអ្នកនឹងធ្វើអីយកមិញអ្នកបានឲ្យគេចាប់ជំរិតប្រពន្ធខ្ញុំតើអ្នកដឹងដោយរបៀបណាសម្ដីប្រយ័ត្នអ្នកកំពុងបង្កាត់បង្ខូចខ្ញុំមនុស្សកំសាកនេះពិតជាដឹងរឿងនេះមែនតើអាចទេដែលបរិះទាំងពីរត្រូវបានគាត់ឲ្យគេចាប់ដាក់ទេមនុស្សកំសាកគ្មានសមត្ថភាពបែបនោះទេអេងគុំធ្វើអ្វីដែលរោរាខ្ញុំបានទូរស័ព្ទប្រាប់ប៉ូលីសហើយអ្នករួចរាល់ហើយប៉ូលីសអញ្ចឹងចាំបន្តិចទៀតអ្នកជាអ្នករៀបចំផែនការចាប់ជំរិតហើយគំរាមកំហែងយើងខ្ញុំចង់ឃើញថាគេនឹងដោះស្រាយអ្នកយ៉ាងណាគ្រាន់តែអ្នកនិយាយរឿងមួយចំនួនអ្នកគិតថាអាចបន្លាយខ្ញុំបានទេប្រាប់អ្នកឲ្យដឹងខ្ញុំជាកូនទី2នៃគ្រូសាលីបើប្រឆាំងខ្ញុំធានាអ្នកគង់តែជាប់គុក ហៀងអ្នកពិតជាស្ហត់ណាស់សវណ្ណហ៊ានហៅប៉ូលីសខ្លួនឯងវាប្រកាសគៀធ្វើឲ្យអ្នកឈឺចាប់ស្ដាប់ខ្ញុំចាក់ចេញឥឡូវនេះខ្ញុំនឹងរកវិធីរក្សាសុខភាពរបស់ណា ហាកូនក្មេងអ្នករួចរាល់ហើយលុតជង្គង់តើខ្ញុំបានអ្នកក្រោកទេរងចាំមើល ឯងរត់អត់បើឡូវនេះមិនរត់ទេវានឹងយឺតពេល ពូលីអ៊ីងជាអ្នកវាខ្ញុំចាប់ខ្លួនគាត់អ្នកខ្ញុំនិយាយថាកុំក្រោក សវណ្ណគំរាមខ្ញុំមិនហៀងគ្រាន់តែការពារខ្ញុំ គ្រប់គ្រាន់ហើយខ្ញុំនឹងសម្រេចដោយខ្លួនឯង ហៀងអ្នករੂរៀលទេតើអ្នកមិនអាចទ្រាំបានទេ កុំបារម្ភខ្ញុំមិនអីទេពូលីតើអ្នកឃើញបរិះនេះទេតើគាត់ក្រអឺតក្រទុំយ៉ាងណាគាត់ហ៊ានវាខ្ញុំនៅចំពោះមុខអ្នកចាប់ខ្លួនគាត់ភ្លាមឲ្យគាត់នៅក្នុងគុក នៅស្ងៀមចាប់ខ្លួន ហេតុអីចាប់ខ្ញុំតើអ្នកកំពុងធ្វើអ្វីហេតុអ្វីចាប់ខ្ញុំពូលីតើមានរឿងអ្វី សុវណ្ណលីអ្នកត្រូវបានគេសង្ស័យថាជំរិតទារប្រាក់យើងចាប់អ្នកតាមច្បាប់ អ្នកដែលព្យាយាមចាប់ចម្រិតខ្ញុំកាលពីយុគមិនវាគឺជាណាអត់ ពូលីខ្ញុំគ្មានទោសទេវាជាកំហុសរបស់អេងគាត់ដាក់អន្ទាក់ខ្ញុំប្រាប់ពូគេឲ្យខ្ញុំទៅ ឈប់ស្រែកអ្នកជំរិតទារ2អ្នកទៀតត្រូវបានគេនាំទៅប៉ុស្តិ៍រួចហើយពួកគេបានសារភាពអ្វីទាំងអស់នាំគាត់ទៅ ពូលីជួយខ្ញុំផងខ្ញុំត្រូវគេដាក់បន្ទប់ កូនអ្នកពូកែណាស់ណាអ្នកថែមទាំងឲ្យថ្នាក់លើចេញបញ្ជាតឹងរឹងឲ្យចាប់តែសុវណ្ណលីហើយកុំជ្រៀតជ្រែករឿងផ្សេងតើក្មេងនេះមានផ្ទៃក្រុមអ្វី មិនបាច់បារម្ភទៀតទេចាប់ពីពេលនេះតើសុវណ្ណលីដែលជាសត្វល្អិតនឹងមិនរំខានអ្នកទៀតទេ អេងហៀងណាប្រញាប់ពេកហើយតែមួយអ្នកធ្វើឲ្យគាត់ស្ងាត់ឈឹង ទូស្រាទេ ចាខ្ញុំដឹងថារឿងទាំងមូលនេះកើតឡើងដោយសារខ្ញុំសំទោសយកលុយនេះទៅសិនចាក់ចេញពីអ៊ីឌូអ៊ីលឿនរកកន្លែងស្ងាត់លាក់ខ្លួនគ្រូសាលីមិនទុកអ្នកអត់រួចទេត្រឡប់មកវិញពេលស្ថានកោស្ងប់ កុំបារម្ភគ្រូសាលីមិនមានន័យអ្វីសម្រាប់ខ្ញុំទេ អញ្ចឹងក៏បានដោយសារតែអ្នកមិញមាត់យ៉ាងនេះយើងធ្វើតាមកិច្ចសន្យាមុនរៀបការមកជាមួយខ្ញុំទៅយកបុប្ផាសៀលនេះចាំទេកុំបាក់គ្រឿង អូខេខ្ញុំនឹងធ្វើវាឲ្យរួច 5 4 ម៉ោង 4 ហើយវា
ដល់ពេលទៅយកបុប្ផាពីសាលាមត្តេយឲ្យហើយ ណាពិតជាមានទំនួលខុសត្រូវណាស់យើងទៅបុប្ផាមិនទាន់ដល់ពេលចេញពីសាលាផងហេតុអ្វីបានជារត់លេងឯងគ្រាន់តែបង្កបញ្ហាគ្រូលីវខ្ញុំនឹកមកខ្ញុំចង់ត្រឡប់ទៅសាប់មកឯងជាមនុស្សកំណានណាស់នាងមិនដែលភ្យាគ្រូស្រោមសម្បត្តិក្រហមអ៊ីវអំណោយនៃឈូសម្រាប់មើលក្មេងឯទៀតអ្នកណាខ្លះដែលមិនភ្ញើស្រោមសម្បត្តិក្រហមឲ្យគ្រូទីនកាប៊ូទីនស្វែកជើងអ្នកហៅថាគោរពគ្រូបុប្ផាពេលឡើងទៅតែប្រាប់មកឯងនៅអ្វីដែលគ្រូនិយាយឯងអត់ទេចាខ្ញុំលឺហើយអញ្ចឹងទៅត្រឹមត្រូវឯងនៅការទុកតាអាក្រក់នោះទៀតវាពិតជាពឹងដោយមេរោគមិនអាចទុកឲ្យវាឆ្លងទៅក្មេងឯទីបានព្រោះវាចោលលើនេះគុំមកប្រាប់ថាទុកតានេះបើខ្ញុំបើទៅឆ្នៃទឺធ្វើការពេលគាត់ត្រឡប់មកវិញបើគាត់មិនឃើញទុកតាទេគាត់ខឹងបើឯងមានប្រដែរមកឯងមានបរោះស្មៃរលយូនាងប្រហែលជាមិនដឹងខ្លួនឯងផងតែឯងជានរណាបុប្ផាមានបានាងគ្រាន់តែជាក្មេងអនាថាដែលគេមិនចង់បានមែនក្មេងអនាថាដែលគ្មានប៉ាចង់បានក្មេងអនាថាខ្ញុំមានបាខ្ញុំមិនមែនជាក្មេងអនាថាទេឯងរកគ្នាទាំងដល់ជាមនុស្សអាក្រក់ខ្ញុំមិនចង់ឃើញឯងរកគ្នាទៀតទេត្រឡប់មកនេះឯងហ៊ានប្រឆាំងនឹងគ្រូនឹងបាក់ជើងឯងតែចូលបន្ទប់ងឹតជាមួយគ្រូទេខ្ញុំមិនចង់ចូលបន្ទប់ងឹតទេមកឯងនេះណាមកជួយសង្គ្រោះខ្ញុំយ៉ាំបើឯងសំទៀតគ្រូនឹងវាយ៉ាងពិតឈប់អ្នកណាហ៊ានប៉ះកូនខ្ញុំបុប្ផាពូឯងជានរណាខ្ញុំជាឪពុករបស់ឯងឯងមិនមែនជាឪពុករបស់ខ្ញុំទេឯងជាមនុស្សអាក្រក់ឯងកំពុងស៊ីយាមបោកបញ្ឆោតខ្ញុំមកថាបានទៅកន្លែងឆ្នៃណាពេលខ្ញុំทำឡានទើបអាចឃើញគាត់ឯងចង់លួចទុកតារបស់ខ្ញុំដែរទេខ្ញុំសុំទូខ្ញុំមិនរត់ទៅណាទេកុំចាក់សរខ្ញុំក្នុងបន្ទប់ងឹតកុំស្ដាប់ពីសាច់ប្រយោជន៍របស់បុប្ផាគ្មានបន្ទប់ងឹតទេក្មេងស្រីកំហែងក៏ហកទៀតហើយជឿមិនជឿខ្ញុំនឹងចាក់សារ៉េងនៅទីនោះមើលទៅសាលាមត្តេយរបស់ឯងមានសមត្ថភាពណាស់មែនឯងហ៊ានដាក់កូនស្រីរបស់ខ្ញុំនៅក្នុងបន្ទប់ងឹតហើយឯងបានគំរាមកំហែងនាងអីសាឡាមតេឲ្យនេះមានបន្ទប់ងឹតនោះមានន័យថាកូនរបស់យើងត្រូវបានគេប្រព្រឹត្តអាក្រក់ទាំងអស់ឯងកំពុងនិយាយយ៉ាត់ប្រយោជន៍ខ្ញុំមិនបាននិយាយអ្វីទេលើនេះសាឡាមតេនេះគ្មានបន្ទប់ងឹតទេលើពីនេះទៀតអ្នករកគ្នាដឹងហើយបុប្ផាមាននៅពុកទេឯងច្បាស់ជាអ្នកកុហកបុប្ផាចាប់ពីពេលនេះតើប៉ានៅទីនេះហើយគ្មានអ្នកណាហ៊ានធ្វើបាបឯងទៀតទេម៉ាក់គាត់ពិតជាប្រារបស់ខ្ញុំមែនទេបាទគាត់ជាឪពុករបស់ហែងប៉ាប្រាំវិញហើយបុប្ផានឹកបែរណាប៉ាក៏នឹកបុប្ផាដែរឯងហ៊ានវាខ្ញុំទេបុប្ផាចាប់ពីថ្ងៃស្អែកទៅឯងមិនបាត់មកទៀតទេឯងត្រូវបណ្ដេញចេញហើយគ្រូលីវយើងអាចសំទោសបានយើងក៏អាចបងថ្លៃព្យាបាលគ្រូបានដែរប៉ុន្តែសូមកុំដេញនាងចេញបុប្ផាឯងគ្រាន់តែជាគ្រូមត្តេយម្នាក់ទេឯងមានសិទ្ធិអ្វីដេញកូនខ្ញុំមិត្តប្រុសខ្ញុំជានាយកសាលាបើខ្ញុំថាដេញគឺដេញមានរឿងអីស្រែកអ្វីគ្នាអ្នកណាវីឯងអ្នកណានោះហើយជាគាត់ឪពុករបស់បុប្ផាសម្លាញ់អ្នកត្រូវបណ្ដេញនាងឥឡូវនេះគ្រាន់តែឃើញនាងក៏ធ្វើឲ្យខ្ញុំខឹងម្យ៉ាងទៀតខ្ញុំចង់ឲ្យគ្រូសាបុប្ផាទាំងមូលសំទោសខ្ញុំនិងបងថ្លៃព្យាបាលខ្ញុំនឹងហើយបុប្ផាកុំយំខ្ញុំនឹងធ្វើឲ្យវាត្រឹមត្រូវសម្រាប់អ្នកមើលទៅដូចជាមនុស្សឥតបានការទាំងស្រុងខ្ញុំធ្លាប់ជាយូរមកហើយថាបុប្ផាជាក្មេងមិនស្ដាប់បង្គាប់ហើយនាងធ្វើបាបក្មេងដទៃក្មេងបែបនេះមិនស័ក្តិសមនៅក្នុងសាលាមត្តេយរបស់ខ្ញុំទេចាប់ពីថ្ងៃស្អែកអ្នកមិនបាច់មកទៀតទេអ្នកយកនិយាយត្រូវហើយក្មេងបែបនេះមិនសមនឹងនៅសាលាយើងទេពិតជាក្មេងអាក្រក់មួយដែលធ្វើឲ្យខូចព្រមទាំងមូលចេញទៅលើនេះទៅអ្នកមិនអាចបណ្ដេញនាងបានទេបើនាងត្រូវបណ្ដេញចេញបុប្ផានឹងមិនអាចចូលសាឡាមតេឲ្យល្អបែបនេះទៀតទេ
ម៉ាក់មិនអីទេបណ្ដេញខ្ញុំចេញមិនមែនអីទេខ្ញុំមិនត្រូវការសាលានេះទេខ្ញុំគ្រាន់តែស្ដាប់ម៉ាក់នៅតែ បុប្ផាអូនជាក្មេងស្រីល្អណាស់ អញដឹងទេនេះជាសាលាល្អបំផុតក្នុងទីក្រុងខ្ញុំបានដុតដៃច្រើនដើម្បីឲ្យនាងចូល កុំបារម្ភគាត់គ្រាន់តែជានាយកគាត់គ្មានសិទ្ធិសម្រេចចុងក្រោយទេកូនស្រីខ្ញុំអាចទៅសាលាមត្តេយ្យឯណាក៏បានតាមដែលនាងចង់ វាយប៉ាពូកែណា សាលាមត្តេយ្យឲ្យសឹកវត្តតារារបស់យើងស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ទីក្រុងឯងគិតថាឯងជាអ្នកណាមកបញ្ជាខ្ញុំ មនុស្សតែក្រហាយណាហេតុអីទៅរករៀនគ្រូនឹងនាយកសាឡាមទេអ៊ីស្អូតារ៉ាគឺជារបស់រដ្ឋាភិបាលក្រុងមនុស្សតម្លៃដូចគាត់តើគាត់អាចធ្វើអីបាន ពិតប្រាកដណាស់ក្មេងនឹងមិនចេះគិតនៅទីបំផុតអ្នកណាងទុកក្មេង ទៅទៅបើអាក្រក់បំផុតយើងនឹងរកកន្លែងផ្សេងទៀត អ្នកដែលគួរចេញទៅគឺជាមនុស្សអាក្រក់ទាំងនោះគឺខ្ញុំសាលាមត្តេយ្យឲ្យសឹកវត្តតារាចង់បណ្ដេញកូនស្រីខ្ញុំដោះស្រាយវា មិនអីទេឈប់អួតអាងទៅឯងពិតជាគិតថាឯងពិសេសមែនទេជាអ្នកមានអំណាចធំ តែអញធ្វើអ្វី លោកលេខាធិការសុខុមអ្វីដែលនាំលោកមកទីនេះថ្ងៃនេះមកលេងសាលាមត្តេយ្យឲ្យយើងឬ បើខ្ញុំមិនមកថ្ងៃនេះទេណានឹងក្រឡាប់កន្លែងទាំងមូលវិសាលតែណាពិតជាគិតថាសវត្តសូដារ៉ាជាកម្មសិទ្ធិរបស់គ្រូសាណាតែណាមានអត់ផនឯគ្រូដាល់គ្មានសៀលថោមកសម្លុតក្មេងនៅទីនេះហើយថែមទាំងយកឈ្មោះអង្គភាពរដ្ឋបាលមកធ្វើអ្វីតាមចិត្តទៀតឥឡូវទៅសុំទូស្លៀមបើណាមិនសារភាពកំហុសឲ្យបានជ្រៅជ្រះទេខ្ញុំនឹងបណ្ដេញអ្នកចេញ សុំទោសវាជាកំហុសរបស់ខ្ញុំសុំទោសអ្នកបុប្ផាអាចចុះឈ្មោះចូលរៀនធម្មតាបានហើយឯងជាមនុស្សឥតប្រយោជន៍គ្មានសិលធម៌គ្មានសម្លឹងក្មេងដែលគ្មានទោសបីឯងត្រូវបណ្ដេញចេញឥឡូវទៅយកប្រាក់ខែរបស់ឯងភ្លាមហើយចេញពីទីនេះទៅ ខ្ញុំសុំទូខ្ញុំខុសហើយសូមអត់ទូសឲ្យខ្ញុំម្ដងនេះខ្ញុំនឹងមិនធ្វើវីទីទេ ត្រូវហើយដែលឯងទទួលបានអ្នកដែលបណ្ដេញអ្នកគឺជានាយកសាលាវាគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំទេ តើអ្នកកំពុងចាំអ្វីយកនាងទៅ ហេខ្ញុំសុំទូសូមតឱកាសខ្ញុំម្ដងទៀតលេខាធិការសង្គមនេះត្រូវបានគេហៅមកទីនេះតែណាជានរណាពិតប្រាកដ អូមុននេះខ្ញុំគ្រាន់តែធ្វើពុតជាទូរស័ព្ទដើម្បីបន្លាចពួកគេប៉ុន្តែអ្នកណានឹងដឹងថាមេដឹកនាំទីក្រុងនឹងមកត្រួតពិនិត្យពួកគេសំនឹងទទួលបានវា អញ្ចឹងទេល្អហើយដែលវាត្រូវបានដោះស្រាយ ពេលវីរៈទទួលយកវត្តមានរបស់ខ្ញុំនឹងប្រាប់នាងថាខ្ញុំជានរណា បើតែខ្ញុំអាចទៅសាលាមត្តេយ្យអសំដងទៀតទេ ពិតណាស់ចាប់ពីពេលនេះតើគ្មានអ្នកណាហ៊ានធ្វើបាបបុប្ផាឡើយ ប៉ាមិនចាក់ចេញពីខ្ញុំនឹងមកទេមែនទេ មែនប៉ានឹងមិនដែរចាក់ចេញពីកូននឹងមកទៀតទេ ប៉ារាល់ថ្ងៃតែប៉ានឹងនាំខ្ញុំទៅសាលាមត្តេយ្យឯនឹងមកវិញទេ មែនចាប់ពីពេលនេះប៉ានឹងទៅទទួលនិងបញ្ជូនកូនទៅសាលារៀនរាល់ថ្ងៃ ប៉ាពូកែណាខ្ញុំស្រឡាញ់ប៉ាខ្ញុំបានជ្រើសរើសរីកាคล้ายៗជាមួយបរិសនេះហើយវិធីការសម្រេចចិត្តត្រឹមត្រូវអញ្ចឹងទោះទៅតែចាំមកមុនម៉ោងនឿថ្ងៃស្អែកដើម្បីទៅទួលបុប្ផាទៅសាលាមត្តេយ្យ មែនខ្ញុំនឹងមកដល់តាន់ពេល ខ្ញុំមិនចង់ឲ្យប្រកាសចេញទេកូនតែសិតតែគេងជាមួយឪពុកកូនដែរជាមួយណាប៉ាអបខ្ញុំមួយក ូនសមល្អប៉ានៅមានការងារត្រូវធ្វើខ្ញុំនឹងនាំកូនទៅសាលាមត្តេយ្យនៅព្រឹកស្អែកនៅចុងសប្តាហ៍ប៉ានឹងនាំកូនទៅសួនកំសាន្តយ៉ាងម៉េចដែរ អញ្ចឹងប៉ានឹងមកថើបបុប្ផាមួយ មែន ទេម៉ាក់នឹងបាយបានថើបគ្នាបុប្ផាតែឯងកំពុងធ្វើទេម៉ាក់ប្រារបស់ក្មេងឯទៀតក៏ថើបគ្នាបែបនេះដែរ អូអញ្ចឹងខ្ញុំមានរឿងត្រូវធ្វើបុប្ផាខ្ញុំនឹងមកយកឯងព្រឹកស្អែក ឯងតាំងតែពីសម្លេ ហើយថ្ងៃនេះជាឯកសារទាំងដងរបស់គ្រូសាច័ន្ទធ្លាប់ជាគ្រូសាដ៏អស្ចារ្យគ្រូសាពេទ្យនៅយូរនឹងចំណូលចិត្តទាំងដងរបស់វីរ៉ាដូចដែលលោកបានបញ្ជាខ្ញុំបានប្រមូលវិជារបាយការណ៍ អញ្ចឹងវីរៈចូលចិត្តអំហូបហឹរចូលចិត្តមើលកុនច្រៀងនិងរំ
បំណងប្រាថ្នាធំបំផុតរបស់នាងគឺឲ្យមានវិឡាមួយនៅបឹងខាងកើតតំបន់វិឡានាងចង់បានពិធីមង្គលការដ៏ធំទិញធំជាងគេតំបន់វិឡានៅបឹងខាងកើតឲ្យខ្ញុំហើយរៀបចំពិធីមង្គលការខ្ញុំចង់មានពិធីមង្គលការដ៏អស្ចារ្យបំផុតហើយរៀបការជាមួយវីរៈ បាទធ្វើកែហើយការបោះឆ្នោតជ្រើសរើសប្រធានថ្មីនៃសមាជគ្រូពេទ្យនៅជាន់ភ្លូនិយាយថាដោយសារលោកមកពីមន្ទីរពេទ្យមេឃាលោកជាមនុស្សតែម្នាក់គត់ដែលគួរជាប្រធានការបោះឆ្នោតបានឆ្លងដោយឯកភាព ដោយសារជាបំណងរបស់អ្នកជាន់ខ្ពស់ក៏ឲ្យវាទៅ ធ្វើកែលោកយល់ព្រមពិតមែនតែលោកមិនមែនជាអ្នកស្អប់រឿងទៅតែទាំងនេះទេ ឥឡូវខ្ញុំមានប្រពន្ធនិងកូនខ្ញុំមិនអាចនៅពីក្រោយឆាកជារៀងរហូតទេ ម៉ាក់ប៉ាបផាទេសាឡាមតែអត់ហើយណាទាំងពីរនៅតែអស្តាប់បង្កប់យកទេយកព្រមប៉ាកុំភ្លេចមកយកខ្ញុំទៅ ចាំបាន សម្ដេចព្រះនាងតូចរបស់ប៉ាទីបំផុតមកដល់ហើយមកនេះយកសាលានឹងនាំអញទៅថ្នាក់ យូរហើយតែបផាស្បាយចិត្តបែបនេះសូមអរគុណ ខ្ញុំជាឪពុករបស់បុប្ផាជាអ្វីដែលខ្ញុំគួរធ្វើតិចតួចបំផុត គាត់ពិតជាមើលឃើញខ្លួនឯងជាឪពុកបផា ថ្ងៃនេះទៅការិយាល័យទេ តែឯងទៅជាមួយខ្ញុំទៅពិធីខាងតែកុំលេះ រីករាយថ្ងៃកំណើតប៉ា សូមជូនពរឲ្យមានសុខភាពល្អ វិក្រីថ្ងៃកំណើត តែសូមសុខមង្គលធំដូចសមុទ្ររបបណានឹងអោយអាយវែងដូចក្នុងខាងពង ល្អល្អល្អ វីរៈហេតុអ្វីបានជាយកមនុស្សក្រៅមកពិធីខាងតាសម្រាប់ ប៉ាគាត់មិនមែនមនុស្សក្រៃទេគាត់ជាតែរៀបការថ្មីរបស់ខ្ញុំ ដំបូងមានកូនក្រៅរៀបការហើយឥឡូវនេះរៀបការប្រញាប់កូនស្រីអ្នកណាដូចឯងមុខគ្រួសារច័ន្ទឯងបាត់បង់អស់ហើយបើខ្ញុំជាឯងម៉ាស់គេណាស់មិនហ៊ានចេញមុខ ល្អហើយយ៉ាងហោចវីរៈបានរៀបការយ៉ាងហោចវាអាចបញ្ចប់រឿងពី5ឆ្នាំមុនហើយចាប់ដើម្បីកុំឲ្យគ្រួសារច័ន្ទបាត់មុខទៀត មានខ្ញុំនៅទីនេះអ្វីនឹងល្អ ហៀងគាត់កំពុងលួងលោមខ្ញុំទេ ឯងឈ្មោះអីឯងធ្វើការអី ខ្ញុំឈ្មោះអេងឈ្មោះគ្រូសាឈិនដូចឈិនស៊ីហាមយូរដូចស្លាប់ខ្ញុំធ្វើការជាអ្នកយាមនៅក្រុមហ៊ុនវីរៈ អីអ្នកយាម ធ្វើអ្នកយាមខុសអីខ្ញុំមានដៃជើងខ្ញុំរកស៊ីខ្លួនឯងមិនគួរខ្មាស់អីទេ អីចឹងអនាគតឯងក្រុងធ្វើអីឯងនឹងរកលុយដោយរបៀបណាអីឯងនឹងចំណាយពេលពេញមួយជីវិតជ្រកកក្រុមហ៊ុនកូនស្រីខ្ញុំជាអ្នកយាមដូចនេះឯងខុសពីមនុស្សគ្មានតម្លៃត្រង់ណា គាត់ជាមនុស្សគ្មានតម្លៃតាំងពីដើម ហៀងណាគឺជាអ្វីមួយមែនមកណាធ្លាប់ជាណាអង្គុយស៊ីដោយប្រយោជន៍នៅគ្រួសារសុខឥឡូវណាបានរៀបការចូលគ្រួសារច័ន្ទដើម្បីធ្វើជាមនុស្សនៅក្រមដំបូលគេខ្ញុំពិតជាមើលស្រាលអ្នកណា មិនចម្លែកទេដែលឈ្មោះនោះស្ដាប់ទៅធ្លាប់ស្គាល់ណាដូច្នេះវេអ្នកដែលបង្ករៀងនៅគ្រួសារសុខហើយប្រមាថគ្រួសារលីកូនប្រសារនៅក្នុងតែរបស់គ្រួសារសុខ វីរៈអ្នករៀបការជាមួយអ្នកអង្គុយស៊ីដោយឥតប្រយោជន៍ថោកទាបម្នាក់តើអ្នកមិននាំគ្រោះមកឲ្យគ្រួសារទេបងប្រុសទី2ឲ្យពួកគេលែងលះគ្នាឲ្យលឿន មីងរបស់អ្នកនិយាយត្រូវលេងលេះអ្នកអង្គុយស៊ីដោយឥតប្រយោជន៍នេះភ្លាម បាទត្រូវតែលែងលះអ្នកគឺអៀងមែនទេកុំបន្ទោសយើងថាឈឺចិត្តយើងត្រូវគិតពីកូនស្រីនិងគ្រួសារយើងផ្ទាល់គ្រួសារសុខកំពុងមានកេរ្តិ៍ឈ្មោះរុងរឿងឥឡូវនេះយើងមិនអាចប្រថុយប្រមាថពួកគេបានទេ វីរៈអ្នកគួរតែស្ដាប់អ្នកចាស់ទុំក្នុងនាមជាដារបស់អ្នកខ្ញុំមិនសុំឲ្យអ្នកនាំកេរ្តិ៍ឈ្មោះមកគ្រួសារទេតែខ្ញុំមិនញញ៉ាតសោះអ្នកនាំបាញ់ហាមគឺគ្រួសារ តែតាំងពីខ្ញុំរៀបការជាមួយគៀងខ្ញុំនឹងមិនដែលលែងលះគាត់ឡើយ វីរៈណាពិតជាមានចិត្តស្មោះត្រង់មែនប៉ុន្តែខ្ញុំស្ងល់ក្រមសម្ពីពីគ្រួសារសុខរបស់ខ្ញុំតែណាអាចទ្រាំបានយល់ប៉ុណ្ណាពេលដល់ពេលតែណានឹងស្ដាយក្រោយទេសុភាទោះបីណាជាកូនស្រីណាមានបំផុតទីក្រុងទីទូនេះមិនមែនជាកន្លែងដែលណាអាចធ្វើអ្វីតាមចិត្តបានទេខ្ញុំបានថាមនុស្សធំអ្នកនឹងមកទីក្រុងនេះដូរក្នុងពេលសាប់នេះអ្នកកំពុងនិយាយអំពីសមាគមវិទ្យាសាស្ត្រលោកប្រធានឈីនមែនទេអ្នកដឹងពលមានលឿនណាស់ លោកប្រធានឈិននេះពិតជាអាចារ្យមែនទេ ពិតប្រាកដណាស់8ឆ្នាំមុនមេដឹកនាំធំនៃបាហាមនៅដែនដីបូព្រាអាតកំបាំងមានជំងឺមហារីកលំពេងដំណាក់កាលចុងក្រោយគាត់ចំណាយលុយរាប់រយលានដុល្លារប៉ុន្តែមិនអាចបន្ធូរបន្ថយជំងឺបានទេលោកប្រធានឈិនបានព្យាបាលគាត់ជាសះស្បើយក្នុងរយៈពេល3ថ្ងៃ
6ឆ្នាំមុនមេដឹកនាំនៃចក្រភពឥន្ទ្រីស្រាប់តែកើតជំងឺដាច់សរសៃឈាមខួរក្បាលពួកគេនាំគ្រូពេទ្យល្អបំផុតក្នុងពិភពលោកមកប៉ុន្តែគ្មាននរណាអាចព្យាបាលបានទេទីបំផុតពួកគេមករកយើងលោកប្រធានឈិនបានទៅកាន់ចក្រភពឥន្ទ្រីគ្រាន់តែចាក់មួយដងមេដឹកនាំក៏ភ្ញាក់ឡើងភ្លាមមួយសប្តាហ៍ក្រោយមកគាត់បានជាសះស្បើយទាំងស្រុងអាភូតហេតុបែបនេះលោកប្រធានឈិនបានធ្វើរាប់មិនអស់ នៅក្នុងលោកនេះពិតជាមានមនុស្សអស្ចារ្យដូចនេះមែនទេ បន្ទាប់ពីបានយកពូកែងតែឯងចាប់អារម្មណ៍លោកប្រធានឈិនហើយឯងចូលចិត្តគាត់ទេ និយាយអ្វីឯប្រយោជន៍ កុំខឹងឯងខ្ញុំគ្រាន់តែនិយាយលេងទេអេងអ្នកយាមដូចចែងមិនអាចប្រៀបសំបីតែសាក់មួយនៅលើក្បាលលោកប្រធានឈិនមិនមែនដូច្នោះទេជំនាញព្យាបាលរបស់ខ្ញុំក៏ល្អដូចលោកប្រធានឈិនដែរអេងដែលនៅផ្ទុំស៊ីគេនេះថាជំនាញរបស់គាត់ស្មើនឹងលោកប្រធានឈិននេះជារឿងកំ pl ែងដ៏ធំមួយចាន់ណាឯងតែងតែឈឺខ្សោយប៉ុន្តែឯងប្រកបរឿងស្រីស្រាហើយមិនថែរក្សាខ្លួនឯងឥឡូវរៀងកាយឯងខូចអស់ហើយបើខ្ញុំមិនជួយទេប្រហែលជាឯងមិនអាចរស់បាន2ឆ្នាំទៀតទេសម្រាប់ឯងគិតថាអញមិនដឹងទេឯងច្រណែនថាអញធ្វើល្អជាមួយសុភ័ក្រហើយជេរអញដល់ចិត្តណាស់ មែនហើយចាន់ណាមានសុភាពល្អណាស់សិតកំភុយគេទៅ សុភ័ក្រឯងក៏ប្រយ័ត្នផងប្រុសនេះដើរលេងអ្នកដែលឈឺមុនគេគឺមនុស្សស្រីបែងឆ្លងមេរោគពិតវានឹងយឺតពេលសោកស្ដាយ ថ្មីនេះអនមិនស្រួលខ្លួនទេហៀងនិយាយពិតមែនទេ សុភ័ក្រវេចាំបំបែកយើងកុំជឿវា ហៀងឯងហ៊ានបំបែកគ្នាឯងនឹងបង្រីណែងឯង មកដល់ហើយលុតជង្គង់នៅទីនោះជាមុនចាត់ទុកថាក្រុមការប្រាក់សុភ័ក្រក្រោកឡើងអេងអញធ្វើអីដល់សុភ័ក្រអញនឹងវាយឯងឯងក៏លុតជង្គង់ដែរ ពួកកូនស្កាយណាទាំងអស់គ្នាគ្រាន់តែជ្រុំមើលហៀងសម្លឹកខ្ញុំបែបនេះខ្ញុំនឹងទៅប្រាប់ឪពុកខ្ញុំ អេងឯងហ៊ានបង្ហាញការមិនគោរពដល់សភានិងចាន់ណាខ្ញុំនឹងបង្រៀនឯងមេរៀនមួយ ពូឯងមានប៉ារ៉ាស៊ីតកាស្យូមដាក់សម្ពាកលើហស័យប្រសាទឯងកុំរំភើបពេកហើយឯងអាចស្លាប់បាន ឯងហ៊ានដាក់បណ្ដាសាខ្ញុំឯងបងទីពីរឯងគ្រាន់តែឯងកូនប្រសាររបស់ឯងធ្វើដូចមនុស្សងាយល្ងគាត់នឹងនាំគ្រូមកដល់គ្រូសែលច័ន្ទបំផ្លាញគ្រូសែលច័ន្ទរហូតដល់ឯងពេញចិត្ត គ្រប់គ្រាន់អៀងបើឯងនៅតែធ្វើបែបនេះទៀតខ្ញុំនឹងមិនទន់ភ្លន់ទេ គ្រប់គ្រាន់ ព្រោះប្រពន្ធខ្ញុំនិយាយដូច្នេះអ្នកទាំងអស់គ្នាអាចក្រោកឡើងឥឡូវនេះរឿងរវាងយើងនឹងដោះស្រាយក្រោយ ហៀងខ្ញុំមើលស្រាឡែងឯងមានជំនាញខ្លះប៉ុន្តែនៅចំពោះមុខកំណាចដាច់ខាតវាគ្មានប្រយោជន៍ទេខ្ញុំមិនខ្វល់នឹងប្រាប់ឯងទេគ្រូសាខ្ញុំគ្រូសាសុកនិងគ្រូសាលីបានទូការអញ្ជើញងារស្រួលហើយពេលវេលាមកដល់យើងនឹងជួបប្រធានវណ្ណោហើយច្បាស់ជាទូបានការគាំទ្រពីគាត់ហើយឯងនឹងតែងតែគ្រាន់តែជាអ្នកយាមថោកទាបឯងនឹងមិនដែលខ្លាចជាអ្វីទេ វិបត្តិការអញ្ជើញមីសមែនគ្រូសែលច័ន្ទរបស់យើងប្រើប្រាស់ធនធានទាំងអស់ដើម្បីឲ្យបងទីពីរទូបានតែមួយកន្លែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានសមាគម Big Sister នឹងហើយមិនចាំបាច់និយាយពីកម្រិតនេះទីពីរបន្ទាប់ពីការអញ្ជើញ Baker ការអញ្ជើញមេគ្រូសាសុពិតជាស្ថិតក្នុងភាពរុងរឿង គ្រាន់តែការអញ្ជើញមាសហើយឯងកំពុងអួតដូច្នេះតោះភ្នាល់គ្នាបើឯងអាចចូលកន្លែងបានខ្ញុំនឹងចាក់តែថ្វាយឯងហើយសំទុកបើឯងមិនអាចលុតជង្គង់ហើយខ្ញុំថាប៉ា យើងមិន ព្រមយកព្រម ល្ងាឯងនឹងត្រូវអាម៉ាទូទៅ ខ្ញុំនឹងរងចាំឯងលុតជង្គង់ហើយប៉ា ហេតុអ្វីបានជាអ្នកយល់ព្រមភ្នាល់អ្នកដឹងច្បាស់ណាស់គ្រូសាលីនិងគ្រូសាសុកទទួលបានការអញ្ជើញមាសទាំងពីរប៉ុន្តែគ្រូសាយើងគ្រូសាច័ន្ទមិនអាចទទួលបានសូម្បីតែការអញ្ជើញធម្មតាខ្មានឱកាសតតែសនៅក្នុងពិធីបើកការងារថ្ងៃស្អែកយើងប្រហែលជាមិនអាចចូលកន្លែងបានទេ កុំបារម្ភខ្ញុំសន្យាយើងប្រកាសជាចូលកន្លែងនៅថ្ងៃស្អែកបាន សន្យាតើអ្នកមានការធានាអ្វីតែអ្នកគេថាគ្រាន់តែអ្នកមាននាមត្រកូលឈានដូចប្រធានសិនអ្នកជាមនុស្សធំអ្នកចុះយ៉ាងណាយើងភ្នាល់គ្នាមួយបើខ្ញុំអាចនាំអ្នកចូលក្នុងពិធីបើកការងារអ្នកឲ្យខ្ញុំនៅផ្ទះហើយនៅជាមួយអ្នកនឹងបុប្ផា
ដំណឹងអាក្រក់វីរ៉ាគ្រូសាលីបានលូಚಿកណែយុឋានទៅរបស់យើងគ្រូសាលីបានលូចិកណែយុឋានឬទាំងមូលរក្សាអ្នករកគ្នាឲ្យស្ងប់សិនខ្ញុំកំពុងត្រឡប់ទៅក្រុមហ៊ុនវិញភ្លាម មានរឿងអី អ្នកសួរខ្ញុំថាមានរឿងអីបើអ្នកមិនបានធ្វើឲ្យចាន់ណាអាម៉ាស់ទេតែគាត់នឹងកំណត់គោលដៅស្ថានភាពជប់ហើយលូចក្រុមទូពេទាំងមូលរបស់យើងតែអ្នកដឹងទេថាបើយើងមានក្រុមងឺក្នុងរយៈពេល3ថ្ងៃការបើកដំណើរការផលិតផលនៃរបស់ស្ថានភាពជប់នឹងត្រូវវិនិច្ឆ័យខ្ញុំសំទោសរឿងនេះមិនមែនជាកំហុសរបស់អ្នកទាំងស្រុងទេខ្ញុំទៅការិយាល័យឥឡូវនេះចាំទៅនិយាយបុព្វផង ហេនោះលឿនពេកហើយយ៉ាងហោចណាស់សូមឲ្យខ្ញុំនិយាយចប់សិនគ្រាន់តែផលិតផលថ្មីមួយខ្ញុំអាចធ្វើបានច្រើនក្នុងពេលតែបន្តិចទុកចោលទៅខ្ញុំនឹងរងចាំរហូតដល់វារួចរាល់ហើយយកទៅឲ្យប្រពន្ធខ្ញុំភ្ញាក់ផ្អើល bà ra cầm bông can smile đỉnh nu đầm bay yok từ ơi bố pa nham đại bố pa mình châu chất smile day bố pa châu chất sạch នេះជាថ្នាំរោគជាតិវាសម្រាប់ម៉ាក់ទៅមើលទូរទស្សន៍ល្អប៉ានឹងធ្វើសាច់ជ្រូកឆារ៉ែង ok ភ្លុកមើល អូគិនប៉ា រាត្រីសួស្ដីបុប្ផា សំណាងអ្នកត្រឡប់មកវិញហើយអង្គុយសម្រាប់បន្តិច អូគិនក្លិនអីនឹងក្លិនឈ្ងុយណាស់ នេះជាថ្នាំដែលខ្ញុំទើបបង្កើតថ្មីថ្នាំសម្រស់ វាព្យាបាលអ្វីខ្លះ សម្រស់នឹងធ្វើឲ្យបំបត្តិស្នាមទុះមុនឬស្នាមវាលីបាត់ទាំងអស់ដូចជាធ្វើឲ្យស្រីស្អាតមានមុខនិងស្រីស្អាតកាន់តែស្អាតបន្ទាប់ពីលេបដូចជាការសម្ផស្សមើលមិនឃើញ ខ្ញុំធ្លាប់គិតថាណោះជាអ្នកយាមតែណោះលូថ្នាំខ្លាំងខ្លាយ សម្លាញ់ខ្ញុំនិយាយការពិត ណោះហើយអ្នកណាថាសម្លាញ់កុំហៅខ្ញុំបែបនេះអញ្ចឹងខ្ញុំដឹងគុណចិត្តល្អរបស់ណាអូគុណដែលទៅទួបផាតថ្ងៃនេះណាអាចទៅបានហើយ ហេ ណាធ្វើរេខ្ញុំប្រាប់ណាបើណាក់អំពីនគិតសន្សាខ្ញុំនឹងឃើញណាក់សមភ័យលៀនក ុំបារម្ភមុននេះខ្ញុំសង្កេតឃើញស្នាមតូចមួយនៅលើដៃអ្នកហើយចង់ប្រើថ្នាំនេះបំបត្តិវា អារម្មណ៍ល្អស្នាមរលាយបាត់មែនថ្នាំសម្រស់នេះមានប្រសិទ្ធភាពណាស់ ថ្នាំសម្រស់នេះជាផលិតផលថ្មីរបស់ស្ថានកាជុំវាល្អគ្រប់គ្រាន់ទេ គ្រប់គ្រាន់ពិតណាស់ជាមួយនឹងថ្នាំសម្រស់ទាំងនេះខ្ញុំមានទំនុកចិត្តក្នុងរយៈពេល1ឆ្នាំនឹងធ្វើឲ្យក្រុមហ៊ុនស្ថានកាជុខ្លាយជាសាធារណៈប៉ុន្តែណាពិតជាមានសិនតើឲ្យថ្នាំសម្រស់មកខ្ញុំទេ ពិតណាស់អ្នកគឺជាប្រពន្ធខ្ញុំប្រកាសណាស់ខ្ញុំនឹងឲ្យអ្នក ខ្ញុំបានប្រាប់អ្នកហើយកុំហៅខ្ញុំបែបនេះ យប់ហើយខ្ញុំបានដាំថ្នាំពេញមួយថ្ងៃហើយចុះយ៉ាងម៉េចអ្នកនៅទីនេះយប់នេះ អញ្ចឹងមិនអីទេប៉ុន្តែអ្នកអាចដេកតែបន្ទប់ទទួលភ្ញៀវប៉ុណ្ណោះកុំហ៊ូសព្រមដែនបើមិនដូច្នេះទេខ្ញុំនឹងបណ្ដេញអ្នកចេញ បាទខ្ញុំនឹងប្រព្រឹត្តល្អ
ធ្វើការច្រើននិយាយតិចកុំធ្វើរឿង ស្អីក៏បានតើខ្ញុំមានបញ្ហាអីហេតុអ្វីបេះដូងខ្ញុំលោតញាប់ម្ល៉េះតើអាចជាខ្ញុំមានអារម្មណ៍ចំពោះធាងទេប្រាកដជាដោយសារគាត់បានជួយខ្ញុំដឹងគុណគាត់លើពីនេះទៅទៀតគាត់ធ្វើឲ្យបផាសស្បាយចិត្តណាស់ but នោះហើយប្រាកដជានោះហើយហៀងតែណាដឹងទេថាកិច្ចសន្យាប៉ុន្មានដែលយើងទទួលបានថ្ងៃនេះហាសកិច្ចសន្យាពិតប្រាកដយើងទទួលបានប្រាកដ10លានតែប៉ុណ្ណោះ សម្លាញ់របស់ខ្ញុំពិតជាអស្ចារ្យ ហើយខ្ញុំថាសម្លាញ់ទៀតហើយស៊ុបហើយខ្ញុំបែបនេះខ្ញុំអាចយកចិត្តទុកដាក់ពិតប្រាកដ សម្លាញ់ដូច្នេះតើអ្នកអាចយកវាឲ្យធ្ងន់ធ្ងរឥឡូវនេះ ខ្ញុំកំពុងមិនអើពើណាខ្ញុំត្រូវតែត្រឡប់ទៅធ្វើការវិញជំនួយការសែនហើយប្រធានផ្នែកទាំងអស់មកប្រជុំ មើលស្រាវីរៈនាងពិតជាបានបង្កើតថ្នាំគ្រាប់សម្រាប់ខ្លះហើយធ្វើឲ្យស្ថានភាពប្រែប្រួល អូខេស៊ុបខឹងក្នុងពិធីសម្ពោធពួកខ្ញុំខ្លាចជាប្រធានសមាគមវិទ្យាសាស្ត្រគាត់នឹងបដិស្ថានការស៊ុបហើយលូទ្រូបមិនឆ្នាំក្របសម្រោរួចទ្រព្យសម្បត្តិដ៏ធំសម្បើមទាំងកោនេះនឹងខ្លាយជារបស់យើង ត្រឹមត្រូវអ្នកគឺជាមនុស្សឆ្លាតសុភាព ព្រឹកនេះខ្ញុំស្នើឲ្យអ្នកត្រឡប់ទៅវិញប្រធានឈីនជារបស់ខ្ញុំអាណាអ្នកគិតថាអ្នកសំនឹងប្រធានឈីនទេស្រីល្ងងឃ្លានជាខ្ញុំទេណាវីខ្ញុំប្រញ៉ាំងឌូបៃឆ្លុះជាមួយតារាអូលីវូដថ្មីពួកគេកំពុងឆ្លុះគ្នាដោយសារតែបរិសម្នាក់បិទណាប្រធានឈីនរបស់យើងប្រចាំសង្គ្រាមនៃមន្ទីរពេទ្យស្មេឃា បញ្ជី Forbes មានមនុស្សរាប់សិបនាក់ក្នុងចំណោមកម្ពុជា100នៅទីនេះអ្នកខ្លះចង់ជួបប្រធានឈីនអ្នកខ្លះទៀតចង់ព្យាបាល ប្រធានឈីននេះពិតជាអស្ចារ្យមែនតែអ្នកប្រាថ្នាថាយើងអាចចូលបានទេ បើយើងមិនអាចចូលបានពិធីសម្ពោធនេះមិនសមនឹងធ្វើទេ ហើយនៅលើមេនាងក៏ហោះបែរជាអ្នកណាម្នាក់កំពុងអួតហាណូទូតប៉ុណ្ណាក៏ដោយក៏មិនអាចចង់ធ្វើបានដែរ អេងខ្ញុំបានរៀបចំតែរួចហើយចាំតែអ្នកមកក្រាបថ្វាយតែប៉ុណ្ណោះចុះបាទយើងភ្នាល់គ្នាម្ដងទៀតខ្ញុំភ្នាល់ថាលិខិតអញ្ជើញរបស់អ្នកមិនអាចចូលបានទេ ល្អតបណោបរិងចាន់អេងត្រូវក្រាបបីដងនៅទីសាធារណៈហើយលុតជង្គង់នៅទីនេះដើម្បីស្វាគមន៍ភ្ញៀវទាំងដង ល្អខ្ញុំព្រមទទួលការភ្នាល់នោះបើខ្ញុំចូលមិនបានឯងត្រូវក្រាបថ្វាយខ្ញុំ3ដងចាត់ទុកជាការសុំប្រាក់មុនបន្តិចចាំមើលឲ្យច្បាស់តើតោះទៅមើលរឿង ខ្ញុំគិតថាយើងខ្លួនឯងជារឿងនោះ កុំបារម្ភលិខិតអញ្ជើញរបស់ពួកគេត្រូវបានលុបចោលហើយពួកគេមិនអាចចូលបានទេ ហៀងខ្ញុំទូស្គាល់ថាការផលិតថ្នាំគ្រាប់សម្រោពិតជាអស្ចារ្យប៉ុន្តែនេះជាទីឡើងការតំណែងរបស់ប្រធានស៊ីនទោះបីជាសេដ្ឋី Firebass មកក៏ដោយគាត់ក៏ត្រូវប្រព្រឹត្តតាមអ្នកគ្រាន់តែជាអ្នកយាមប៉ុណ្ណោះតែធ្វើមិនអ្នកគិតថាអ្នកអាចលុបចោលលិខិតអញ្ជើញរបស់គ្រូសាលីនិងគ្រូសាសុប វីរៈតើខ្ញុំធ្លាប់កុហកអ្នកទេគ្រាន់តែទុកចិត្តខ្ញុំម្ដងនេះតែម្ដងនេះសូមបង្ហាញលិខិតអញ្ជើញកូនក្មេងឃើញទេនេះជាលិខិតអញ្ជើញពណ៌មាស អ៊ុយប្រែអើយលិខិតអញ្ជើញពណ៌មាសមានតែភ្ញៀវមួយចំនួនទុកទេតែទទួលបានលិខិតអញ្ជើញពណ៌មាសវាកំរណាសិតតែជាសោចិនអ្នកយាមទុកមួយឃ្លានិយាយស្គួតនៅទីនេះគាត់ពិតជាមិនដឹងខែណាខ្លួនឯងទេ មនុស្សទៀតដូចគាត់ដែលត្រូវបានផ្ដល់ឱកាសឲ្យលុតជង្គង់ស្វាគមន៍ភ្ញៀវនៅក្នុងពិធីឡើងកាន់តំណែងរបស់ប្រធានឈីនគឺជាសំណាងល្អរបស់ដូនតាគាត់ទៅហើយ ប្រញាប់ទីមតតលិខិតអញ្ជើញខ្ញុំត្រាំមិនបានទៀតទេចង់ឃើញមនុស្សថោកទៀតនេះលុតជង្គង់ស្វាគមន៍ភ្ញៀវសំឡេងរ៉ូទ័រ ការអញ្ជើញនេះคล้ายចូលនៅស្ងៀម នេះតែការអញ្ជើញនេះអាចคล้ายយ៉ាងដូចចង្កេតតែមានរឿងអ្វីកើតឡើង
ខ្ញុំជាកូនប្រុសគ្រូសាលីការអញ្ជើញនេះពីឪពុកខ្ញុំគាត់បានឲ្យខ្ញុំផ្ទាល់ដៃមិនអាចខុសទេម៉ាស៊ីនមិនអាចខុសទេការអញ្ជើញរបស់អ្នកវាមើលទៅមិនដូចคล้ายទេដូច្នេះមានតែមួយលទ្ធភាពការចូលរបស់អ្នកត្រូវបានដកហូត អ្វីដកហូតគ្រូសាលីជាអ្នកអួយកម្រិតម៉ែស្ងៃនេះសាប់ឡើងហើយលេខាធិការឧត្តមហៃសួរបន្ទាប់មកយើងនឹងដឹង តើអ្នកគិតថាអ្នកជាអ្នកណាតើអ្នកដឹងទេថាលេខាធិការឧត្តមជាអ្នកណាអ្នកគិតថាអ្នកអាចហៅគាត់ដោយយត់ចំណាយចេញទៅខ្ញុំមិនចេញទេវាត្រូវតែជាម៉ាស៊ីនស្កេនរបស់អ្នកវាខូចខ្ញុំនឹងសាកល្បងការស្គាល់មុខវានឹងដំណើរការពិតប្រាកដ កាបទីនតតបរាជ័យ មិនអាចទៅរួចតើនេះអាចទៅរួចយ៉ាងដូចចម្ដេចម៉ាស៊ីនរបស់អ្នកត្រូវតែខូចខ្ញុំមិនអាចត្រូវបានដល់សិតទេខ្ញុំចូលលើនេះទេប្រសិនបើអ្នកបង្កប់បញ្ហាបន្ថែមទៀតយើងនឹងត្រូវចាត់វិធានការអ្នកចាំមើលខ្ញុំកំពុងហៅពុកខ្ញុំលើនេះឯងជាក្រុមមនុស្សក្រអឺតក្រទុំដែលមើលងាយអ្នកដទៃខ្ញុំនឹងឲ្យគេចាប់ឯងខ្ញុំស្នើឲ្យអ្នកឈប់ខ្ជះខ្ជាយពេលវេលាទៅខ្ញុំបានដកហូតលិខិតសម្គាល់របស់អ្នកហើយមិនថាអ្នកសុំអ្នកណាក៏គ្មានប្រយោជន៍ដែរពេលនេះខ្ញុំកំពុងរងចាំអ្នកក្រាបថ្វាយបង្គំខ្ញុំហើយបន្ទាប់មកលុតជង្គង់នៅទីនោះជាអ្នកស្វាគមន៍ឈប់និយាយយេតប្រយោជន៍ ហើយអ្នកគ្រាន់តែជាបរិយាដែលគេគិនកំសត់តិចតួចហេតុអ្វីបានគេអ្នកអាចលុបចោលលិខិតសម្គាល់របស់យើងខ្ញុំគិតថាអ្នកនិយាយយេតប្រយោជន៍ប្រសិនបើអ្នកមានសមត្ថភាពមែនចូលទៅសាកមើលលើ ល្អខ្ញុំនឹងចូលទៅ ឧត្តមក្នុងនាមសមាគមពេទ្យសូមស្វាគមន៍វិទ្យកម្រិតពេទ្យរបស់យើងមកកាន់ពិធីសម្ពោធរបស់ប្រធានអ៊ីងវិទ្យកម្រិតពេទ្យអ្វីនេះគឺជាអ្នកដែលមានទ្រព្យសម្បត្តិសិទ្ធិរាប់សិបពាន់លានដុល្លារអាមេរិកនោះជាការព្យាបាលដែលគេទទួលបានតែបរិសុទ្ធក្មេងនេះជានរណាពិតប្រាកដ អ៊ីងនាមត្រកូលដោយប្រធានអ៊ីងតើគាត់អាចជាសាច់ញាតិរបស់ប្រធានអ៊ីងទេលោកអ៊ីងដល់គោរពសូមចូលមកមិនទាន់ទេនរណាម្នាក់នៅមិនទាន់ក្រាបថ្វាយបង្គំខ្ញុំនៅឡើយទុកកន្លែងខ្លះយើងនឹងជួបគ្នាម្ដងទៀតអ្នកនិងខ្ញុំហេតុអ្វីយើងត្រូវជួបគ្នាម្ដងទៀតលុតជង្គង់ឯងហ៊ានឯងលុតជង្គង់ដែរចាំមើលពូគេឲ្យបានដិតដល់ឲ្យពូគេលុតជង្គង់ស្វាគមន៍លុតជង្គង់ស្វាគមន៍ភ្ញៀវតាមបង្គាប់ មិនអត់ទេហេតុអ្វីកូនប្រសាស្រុកមានសិទ្ធិបែបនេះ ឲ្យខ្ញុំទៅខ្ញុំនឹងប្រកួតគាត់មានកំហឹងនៅក្នុងចិត្តមនុស្សបែបនោះពូគេគ្រោះថ្នាក់បំផុតសូមអរគុណសម្រាប់ការរំលឹកភ្ញៀវឯងយើងនឹងធ្វើឲ្យប្រកាសថាគាត់ត្រូវបានខ្លាំមើលសូមតោះទៅ អូណាតើអ្នកខ្លាយគីអ៊ីតបេក្រដោយរបៀបណាហើយតើអ្នកដកស្មាជិកភាពរបស់ចានណាដោយរបៀបណាតើអ្នកពិតជាដូចតែគេនិយាយជាសាច់ញាតិរបស់ប្រធានឈីន សំណួរច្រើនណាស់ខ្ញុំនឹងឆ្លើយម្ដងមួយខ្ញុំនិយាយថាដកហូតចាន់ណាតាមពិតខ្ញុំកំពុងបំភ័យគេចាន់ណាតែងតែក្រអឺតក្រទុំគាត់ច្បាស់ជាបានធ្វើបាបនរណាម្នាក់និយាយពីការអញ្ជើញខ្ញុំស្គាល់ហេតុគឺពូកែម្នាក់គាត់ឲ្យលេខកូដអញ្ជើញខ្ញុំមិននឹកស្មានថាវាជាកម្រិតពេក អញ្ចឹងយើងមិនត្រូវគេរកឃើញទេ កុំបារម្ភមិនអីទេ បាទ តើអ្នកចូលមកដោយរបៀបណា មិត្តម្នាក់ជួយ មិត្តប្រភេទណាមានសមត្ថភាពបែបនេះ គ្រាន់តែ បាទតែអ្នកមិនបាននិយាយទេយើងគួរតែបង្កើតទំនាក់ទំនងជាមុនដើម្បីជឿឈ្មោះជាប្រធានសមាគមវិទ្យាសាស្ត្រឌីដូ និយាយងាយធ្វើពិបាកពីដំបូងសមាគមវិទ្យាសាស្ត្រមានទំនាក់ទំនងស្មុគស្មាញផលប្រយោជន៍គ្រប់ប្រភេទជាប់ទាក់ទងគ្នាហើយគ្រូសាចារ្យរបស់យើងបានធ្លាក់ចុះអ្នកមានឥទ្ធិពលទាំងនោះហេតុអ្វីបានជាពួកគេគ្រប់គ្រងគ្រូសាយើងតែរបស់អ្នកមិនសប្បាយចិត្តរួចហើយដែលអ្នករៀបការជាមួយអ្នកយាមបើខ្ញុំចាញ់ការបោះឆ្នោតនេះយើងប្រហែលជាត្រូវតារបស់អ្នកបដិសេធ
តែចាក់នេះធ្វើលើសពេកហើយចាំយើងទៅដល់វិញនិយាយជាមួយគាត់ដោយសុភាពខ្ញុំប្រាក់ឲ្យគាត់នឹងយក ស្មុបស្ងាត់ចុះប្រហែលជារឿងនឹងប្រែជាល្អហើយអ្នកនឹងបានអ្វីដែលអ្នកចង់ អ្នកគ្រាន់តែជាមនុស្សអាស្រ័យគេអ្នកដឹងអីនៅស្ងៀមទៅវណ្ណៈហេតុអីខឹងលេះព្រោះតែអ្នកដឹងថាអ្នកនឹងចាញ់ការបោះឆ្នោតមែនគ្រប់គ្រងកំហឹងមិនបានឯងនេះមុខស្អាតអាស្រ័យគេឯងហ៊ានមកចូលរួមសម្ពោធលោកប្រធានអៀងខ្ញុំនឹងឲ្យសន្តិសុខឥឡូវហើយបណ្ដេញឯងចេញឯង លោកសុកជំនួសឲ្យការព្រួយថាខ្ញុំគួរចាក់ចេញឬអត់ហេតុអីមិនព្រួយកូនស្រីរបស់លោកវិញ មានន័យយ៉ាងម៉េចអីខ្ញុំទេឥឡូវមានរឿងអី គ្មានទេប្រហែលជាទៅជួយកូនស្រីគាត់ដែរកំពុងលុតជង្គង់ទទួលភ្ញៀវនិងគូស្នេហ៍របស់នាងផង អីលុតជង្គង់ទទួលភ្ញៀវមានរឿងអី វាដូចនេះ ឈួតហើយឬនេះជាគ្រូសាសុកនឹងលីធ្វើអីបានជាហ៊ានប្រមាថគេម្លេះកុំទាញកូនស្រីខ្ញុំចូលវីរៈអ្នកក៏បានឃើញដែរអៀងនេះឈួតណាស់អ្នកគួរលែងលះគាត់ឲ្យបានឆាប់ ពុកវាគឺចាណានិងសុភីជាអ្នកខុសឯងគ្មានពាក់ព័ន្ធនឹងវាទេខ្ញុំបានសម្រេចចិត្តហើយខ្ញុំចង់រស់នៅល្អជាមួយអ៊ីងកុំនិយាយពីការលែងលះទៀត ខ្ញុំលែងចង់តាក់ទងជាមួយអ្នកហើយ យើងក៏ចូលទៅដែរភ្ញៀវកិត្តិយសសូមស្វាគមន៍កាន់សមាគមវិទ្យាសាស្ត្ររបស់យើងទីបំផុតបានជួបអ្នកឆ្លាតដូចជាប្រធានអ៊ីង សំឡាញ់ពូខ្ញុំឈឺខ្ញុំទៅបន្ទប់ទឹក អូខេ គួរឲ្យខ្មាស់ណាស់ ខ្ញុំនឹងមិនចំណាយពេលនិយាយច្រើនទេសូមស្វាគមន៍ប្រធានអ៊ីងឡើងលើឆាកអ៊ីង ប្រធានវណ្ណៈហៀបនឹងបង្ហាញខ្លួនហើយអៀងនៅឯណា គាត់ថាឈឺក្រប៉ាគាត់ទៅបង្កិន អីយ៉ាស់អាម៉ាស់ ជំរាបសួរប្រធានសូមប្រធានថ្លែងសន្ទុកថាបើកសម្ពោធ សូមអរគុណអ្នកទាំងអស់គ្នាដែលបានមកចូលរួមពិធីសម្ពោធរបស់ខ្ញុំ ខ្ញុំគិតថាខ្ញុំនឹងបានជួបប្រធានវណ្ណៈផ្ទាល់ខ្ញុំមិននឹកស្មានថាប្រធានវណ្ណៈមានអាចកំបាំងបែបនេះទេ ខ្ញុំមានអារម្មណ៍ថាប្រធានវណ្ណៈនៅលើសាកនេះមើលទៅស្គាល់ណាស់រលចូលណែរបស់គាត់ដូចជាងណាតែអ៊ីងអាចជាប្រធានវណ្ណៈទេវីរ៉ាអេងស្គូទេមនុស្សដូចជាអ្នកដែលគេចិញ្ចឹមក្មេងសង្ហែមអ្នកតែគាត់អាចជាប្រធានវណ្ណៈដូចចម្ដេច ច្បាស់ណាស់បើអ៊ីងជាប្រធានវណ្ណៈខ្ញុំនឹងស៊ីអាចចំដាប់ផនផ្ទាល់ដូច្នេះហើយអាចត្រៀមស៊ីអាចចំផ្ទាល់បានហើយព្រោះខ្ញុំគឺជាប្រធានវណ្ណៈ លីណាអេងក៏សង្ឃឹមហើយប៉ុន្មានថ្ងៃមុនអេងថាជំនាញពេទ្យរបស់ហេងពូកែជាប្រធានអ៊ីងហើយថ្ងៃនេះហេងអងថាជាប្រធានអ៊ីងអេងប្រាកដជាឈ្មោះហើយ អៀងដោយសារអតីតកាលរបស់យើងឯងធ្លាប់ជាឆ្កែរបស់គ្រួសារសុកអស់ជាច្រើនឆ្នាំខ្ញុំនឹងផ្ដល់ដំបូន្មានមួយដល់ឯងនេះគឺជាព្រះចៅសង្គ្រាមនៃមន្ទីរពេទ្យមេជាទឹកដីរបស់ប្រធានអៀងឯងមិនអាចជួលទូសម្ដែងប៉ុន្មានអ្នកមកសូត្របទរំភើបខ្លះហើយបោកបញ្ឆោតមនុស្សបានទេបង្កបញ្ហានៅទីនេះអាចធ្វើឲ្យឯងបាត់បង់ជីវិត ការពិតតែងតែពិបាកជឿ ប្រធានអ៊ីងមានការងារបន្ទាន់ហើយចេញទៅហើយមុនចេញទៅប្រធានអ៊ីងបានទុកការណែនាំដើម្បីបញ្ជាប្រធានថ្មីនៃសមាគមវិទ្យាសាស្ត្រ ខ្ញុំសូមផ្ដល់អនុសាសន៍អនុប្រធានលីណាឲ្យធ្វើជាប្រធាន យើងក៏ផ្ដល់អនុសាសន៍អនុប្រធានលីណាដែរ ខ្ញុំក៏ផ្ដល់អនុសាសន៍គាត់ដែរ ខ្ញុំក៏ផ្ដល់អនុសាសន៍គាត់ដែរយើងទាំងក៏គ្នាផ្ដល់អនុសាសន៍គាត់ វណ្ណៈខ្ញុំហៅថាឯងចង់ប្រជែងជាមួយខ្ញុំសម្រាប់តំណែងប្រធានសមាគមវិទ្យាសាស្ត្រប៉ុន្តែហេតុអ្វីបានជាឯងមិនបានសំបីតែចូលក្នុងបញ្ជីបេក្ខជនតតែសោះពិតជាអាម៉ាស់មែនថាតើឯងអាចក្លាយជាប្រធានបានឬអត់នៅមិនទាន់ដឹងនៅឡើយទេ និយាយឲ្យត្រង់ទៅសម្រាប់តំណែងប្រធាននេះគ្រូសាសុកបានរៀបចំផ្លូវរួចហើយកៅអីប្រធានអាចជារបស់គ្រូសាសុកតែប៉ុណ្ណោះ
ឯងគិតថាពិបាកណាស់អីពេលលើពួកខ្ញុំខ្លាយជាប្រធានខ្ញុំនឹងសៀវពួកខ្ញុំបណ្ដេញឯងនិងគ្រូសាចារ្យដែលគ្មានគំនិតចេញពីក្រុងយីឌូទាំងដងធ្វើឲ្យឯងមិនអាចត្រឡប់មកវិញ តើយើងត្រូវធ្វើម៉េចបើតាចាស់របស់ឯងដឹងថាខ្ញុំមិនត្រឹមតែមិនបានក្លាយជាប្រធានសមាគមវិទ្យាសាស្ត្រប៉ុន្តែថែមទាំងទាញយើងឲ្យត្រូវបណ្ដេញចេញពីយីឌូនោះគាត់នឹងបាក់ជើងទាំងពីរខ្ញុំ បាកុំបារម្ភទោះបីយើងមិនបានជាប់ជាប្រធានយើងនៅមានស្ថែមកាស៊ូនិងថ្នាំសម្រោដូច្នេះគ្រូសាយើងមិនខ្វះចំណូលទេ កុំនិយាយមុនពេលតំណែងប្រធានសមាគមវិទ្យាសាស្ត្រអាចជារបស់ឪពុកក្មេងខ្ញុំតែប៉ុណ្ណោះ ពុកក្មេកែងហាហាហាហេងគីងឯងធ្វើជីឆ្កែរបស់គេយូរហើយរហូតផ្លេចកដឿ វណ្ណៈឯងនឹងកូនប្រសារអន្ទាបរបស់ឯងពិតជាគូដ៏សម្រម្យអ្នកទាំងពីរសុទ្ធតែជាមនុស្សឥតប្រយោជន៍ឯង ពូឆ្កែវានិយាយអំពីឪពុកខ្ញុំបែបនេះ កុំខ្វល់ពីគេទុកគេសប្បាយមួយផ្លែកការសម្ដែងហៀបនឹងចាប់ផ្ដើម ត្រូវបានតែងតាំងដោយប្រធានអ៊ីងក្រុមប្រឹក្សាបានយល់ព្រមប្រធានសមាគមវិទ្យាសាស្ត្រយីដូតំណែងនឹងត្រូវការដោយលោកវណ្ណៈច័ន្ទ អីវណ្ណៈជាប្រធានថ្មី មានរឿងអីមិនមែនលីណាជាអ្នកចូលមុនទេ មានកំហុសឬ លេខាធិការឧត្តមអ្នកប្រកាសខុសមនុស្សហើយតំណែងប្រធានមិនគួរជារបស់ឪពុកខ្ញុំទេ ត្រូវហើយបើយើងធ្វើខុសហើយប្រធានឈានស្ដីបន្ទោសយើងលេខាធិការសុខុមអ្នកនឹងពិបាកពំយល់ណាស់ ខ្ញុំនឹងនិយាយជំដុំទៀតការតែងតាំងលោកវណ្ណៈស៊ីត្រូវបានតែងតាំងដោយផ្ទាល់ពីប្រធានស៊ីនបើអ្នកមានការទៅអ្វីទៅនិយាយជាមួយប្រធានស៊ីនទៅ អ្នកខ្ញុំគាំទ្រការសម្រេចចិត្តដ៏ឆ្លេះវៃរបស់ប្រធានឈីនសូមអបអរសាទរប្រធានស៊ី ខ្ញុំគាំទ្រការសម្រេចចិត្តដ៏ឆ្លាតវៃរបស់ប្រធានស៊ីនសូមអបអរសាទរប្រធានស៊ី សូមអបអរសាទរ សូមអរគុណសូមអរគុណសូមអរគុណអ្នកទាំងអស់គ្នាចាប់ពីពេលនេះទៅខ្ញុំនឹងខិតខំបម្រើអ្នកទាំងអស់គ្នាឲ្យអស់ពីសមត្ថភាពតោះទៅ តែអ្នកដឹងយ៉ាងម៉េចពួកខ្ញុំនឹងក្លាយជាប្រធានសមាគមវិទ្យាសាស្ត្រ ខ្ញុំមិនបានប្រាប់អ្នកទេខ្ញុំជាប្រធានឈីនពិតណាស់ខ្ញុំនឹងតែងតាំងឪពុកក្មេងខ្ញុំឲ្យធ្វើជាប្រធានសមាគមវិទ្យាសាស្ត្រ តែអ្នកអាចចិត្តទុកដាក់បន្តិចបានទេបើអ្នកណាម្នាក់វានឹងបង្កបញ្ហាច្រើនណាស់ ខ្ញុំកំពុងនិយាយការពិតអញ្ចឹងទេខ្ញុំនឹងប្រាប់អ្នកពេលក្រោយទៀត ហៀងសុកនៅទីនោះតើ រចេញ អៀងតើអ្នកបានធ្វើអ្វីខ្លះហេតុអ្វីបានជាប្រធានឈិនតែងតាំងមនុស្សមកពីគ្រូសាចាន់ជាប្រធានសមាគមពេទ្យ មនុស្សដែលលោភលន់ដោយអ្នកសូមនឹងធ្វើជាប្រធានសមាគមពេទ្យ អាក្បត់អញហ៊ាននិយាយបង្កាច់ខ្ញុំ ខ្ញុំខុសហើយពូអ្នកនិយាយជាមួយអ្នកយាមហេតុអ្វីខ្វល់គាត់មិនអាចមានអធិបុលលើការសម្រេចចិត្តរបស់ប្រធានឈិនទេខ្ញុំគិតថាគ្រូសាចាន់ខ្លាយជាប្រធានប្រហែលជាដោយសារវណ្ណៈមានកូនស្រីស្អាតដេកជាមួយប្រធានឈិនមែនទេ ឯងនិយាយឥតប្រយោជន៍ បើមិនដូច្នេះទេហេតុអ្វីប្រធានសិនតែងតាំងណាជាប្រធានបើកូនស្រីអ្នកមិនបានដេកដើម្បីឡើងតំណែងអញ្ចឹងតើអ្នកឯងទេដែលធ្វើ អ្នក នៅស្ងៀមនិយាយពីឪពុកខ្ញុំទៀតមើលអ្នកកំពុងការពារនាងវីរ៉ាហេងជាគូនស្កាយទូចរបស់ខ្ញុំអូរយៈពេល10ឆ្នាំហើយស្កាយតែងតែស្មោះត្រង់នឹងចាស់ៗរបស់វានេះជារឿងធម្មជាតិ អ្នកគិតថាអ្នកគ្រប់គ្នាក្នុងគ្រួសារសុខដូចនោះទេជាមួយនឹងទម្លាប់លោកកូនស្រីរបស់អ្នកដើម្បីកិត្តិយស ណាវីខ្ញុំ ទើបតែខត់វីរៈព្រោះខ្ញុំខ្លាចដៃនាងឈឺកខ្វក់ពីការប៉ះអ្នកមនុស្សដូចអ្នកខ្ញុំអាចវាយឈ្នះ100អ្នកក្នុងមួយថ្ងៃ ហេងខ្ញុំនឹងប្រកួតជាមួយនឹង សុភីអ្នកអៀងតើអ្នកបានធ្វើអ្វីដល់សុភា ទើបតែផ្ដល់មេរៀនបន្តិចដល់នេះកុំភ្លេចក្នុងរយៈពេល3ថ្ងៃទៀតជាថ្ងៃគម្រប់មរណភាពរបស់ម្ដាយខ្ញុំនេះជាឱកាសចុងក្រោយរបស់អ្នកបុប្ផានឹងចេញពីសាលាឆាប់នេះតោះទៅបន្ទាប់មក
អ៊ុលត្រាម៉ាន់បានកម្ចាត់សត្វចម្លែកទុយហើយផែនដីក៏មានសន្តិភាពម្ដងទៀតអញ្ចឹងនេះជារឿងថ្ងៃនេះដល់ពេលគេងហើយ Ba, Radri Sustai. បបផាកំពុងដេកលក់ នាងកំពុងដេកលក់នាងនៅតែអ៊ូទាំងថាប៉ាមិនបានធ្វើសាច់ជ្រូកឆ្អិនថ្ងៃនេះទេខ្ញុំសន្យាថានឹងធ្វើវាថ្ងៃស្អែកបន្ទាប់មកនាងក៏ដេកលក់ ស្រីនោះនាងដូចជាជ្រូកទួចហើយនៅតែចំញ៉ាំហើយណាគ្រាន់តែធ្វើឲ្យនាងខូចមែនទេ កូនស្រីរបស់ខ្ញុំបើខ្ញុំមិនធ្វើឲ្យនាងខូចទេអ្នកណានឹង អ្នកណាជាកូនស្រីរបស់ណា complex យើងគ្រាន់តែធ្វើពុតប៉ុណ្ណោះបើទៀងមានកូនផ្ទាល់ខ្លួនគាត់ប្រហែលជាឪពុកដល់អមអ្នក អូត្រូវហើយខ្ញុំមានអ្វីមួយសម្រាប់អ្នកបើកមើល លិខិតម្ដងពីសមាគមវិទ្យាសាស្ត្រតើអ្នកទទួលបានវាដោយរបៀបណា តើអ្នកមិនតែងតែចង់ពង្រីកការស្ថានផ្កាឈូកទេការខ្លាយជាដៃគូរបស់សមាគមវិទ្យាសាស្ត្រនឹងជួយអ្នកសម្រេចគោលដៅឲ្យបានលឿនជាងមុន ទីមួយអៀងបានតែងតាំងមកពួកខ្ញុំជាប្រធានសាខាហើយបន្ទាប់មកអ្នកផលិតអ្វីមួយដែលមនុស្សគ្រប់គ្នាក្នុងពិភពលោកចង់បានលិខិតបំណងពីសមាគមវិទ្យាសាស្ត្រហៀងតែអត្តសញ្ញាណរបស់អ្នកជាអ្វី ខ្ញុំគ្រាន់តែជាអ្នកយាមសន្តិសុខប៉ុណ្ណោះខ្ញុំពឹងផ្អែកលើប្រធានវីរៈឲ្យការងារងាយស្រួលដល់ខ្ញុំសម្លាញ់ខ្ញុំ វាហើយអ្នកគួរតែត្រឡប់ទៅវិញប្រយ័ត្នទ្រូងរឹងមាំណាស់ កុំខ្លាចអីគ្រាន់តែភ្លើងរលត់ទេ ខ្លាំងត្រឡប់មកវិញហើយអ្នកគួរតែត្រឡប់ទៅវិញឥឡូវនេះខ្ញុំទៅតែស្ទើរតែថើបអៀងវីរ៉េចុះសម្បត្តិជប់ស្រឡាញ់វិញវីរ៉េស្ដាប់ខ្ញុំការរីការបស់អ្នកជាមួយទីងគឺខ្លាំងខ្លាយបរិសនឹងត្រឹមរ៉ារ៉ាំងណាមិនអីរកលុយស្ងប់ស្ងាត់ហេតុអ្វីបានជាអ្នកនៅទីនេះ ខ្ញុំបានកែប្រែសេកវីបន្តិចដូច្នេះគ្មានការរលត់ភ្លើងទៀតទេ អូគុណ សម្លាញ់បើអ្នកពិតជាចង់អរគុណខ្ញុំសូមឲ្យខ្ញុំស្នាក់នៅទីនេះមើលយប់ជ្រៅណាស់ហើយឡានក្រុងនឹងរត់ភ្លើងក្រោមដីឈប់ដំណើរការហើយ ខ្ញុំនឹងហើយតាស៊ីហើយណា ទេវាមិនល្អទេវានឹងធ្វើឲ្យខ្ញុំក្លាយជាប្រុសចិញ្ចឹម ហៀងអ្នកចិត្តអ្នកអូស្ពេរហូតដល់ឥឡូវដើម្បីកុំឲ្យចាក់ចេញ សម្លាញ់ខ្ញុំស្លូតត្រង់ នៅស្ងៀមកុំហៅខ្ញុំថាសម្លាញ់ បាទសម្លាញ់អ្នកបានសន្យាជាមួយខ្ញុំពីមុនបើខ្ញុំអាចនាំអ្នកចូលក្នុងពិព័រណ៍ការងារបានអ្នកនឹងអនុញ្ញាតឲ្យខ្ញុំរស់នៅជាមួយអ្នកសម្លាញ់អ្នកជានាយកប្រតិបត្តិស្ដីដ៏មានអំណាចអ្នកមិនអាចក្បត់ពាក្យសន្យាបានទេ ហៀងអ្នកមើលទៅស្មោះត្រង់តែអ្នកមានល្បិចច្រើនណាស់យកព្រមអ្នកអាចស្នាក់នៅបានប៉ុន្តែសន្យាជាមួយខ្ញុំ3យ៉ាង និយាយមក3យ៉ាងខ្ញុំនឹងយកព្រមសំបីតែ300ក៏បាន ទី1គុំរំលោភបន្ទាត់កំណត់ទី2ក្នុងស្ថានភាពណាមួយក៏ដោយខ្ញុំប្រើបន្ទប់ទឹកមុនទី2បើឲ្យខ្ញុំនឹងបផាទិញទំនិញនឹងធ្វើម្ហូបទីការងាររបស់អ្នក គ្មានបញ្ហាទេ អ្នកចូលព្រមលឿនណាស់តើអ្នកមានអ្វីក្នុងចិត្ត ខ្ញុំគ្មានទោសបាយទេសម្លាញ់អ្នកជាមនុស្សតែម្នាក់គប់ក្នុងចិត្តខ្ញុំ នៅស្ងៀមទៅខ្ញុំទៅដេកហើយកុំភ្លេចធ្វើអាហារពេលព្រឹកនៅថ្ងៃស្អែក អ្នកភ្ញាក់ហើយខ្ញុំធ្វើអាហារពេលព្រឹករួចហើយញ៉ាំអីទៅខ្ញុំនឹងទៅដាស់បផា ដូច្នេះខ្ញុំត្រូវចិញ្ចឹមបុរសនេះទៅទៀតអញ្ចឹងគាត់មើលទៅស្អាតបន្តិចដែរឡាហើយមកប្រា លេហើយកូនសម្លាញ់ ថ្ងៃនេះខ្ញុំមិនទៅការិយាល័យទេខ្ញុំមិននិយាយការពីម្សិលមិញថាថ្ងៃគម្រប់មរណភាពមកអ្នកចិត្តមកដល់ហើយខ្ញុំក៏ទំនេរថ្ងៃនេះដែរ
ខ្ញុំនៅតែជាប្រពន្ធរបស់អ្នកតាមផ្លូវច្បាប់ដូច្នេះការមិនទៅគឺមិនសំទេ អរគុណវីរ៉ាម៉ាក់ខ្ញុំនឹងសប្បាយចិត្តណាស់ដែលបានឃើញអ្នកកុំភ័យអីកូនប្រសាស្រីតែងតែត្រូវជួបឪពុកម្ដាយខាងប្តី ខ្ញុំមិនភ័យទេហៀងអេងកំពុងចង់តែចង់ខ្ញុំដល់ចិត្តណាមែនទេ កុំរាចិត្តដល់ភ្នោម៉ាក់ខ្ញុំហើយសូមឲ្យគាត់ឃើញយើងស្នេហ៍គ្នាដើម្បីឲ្យគាត់ស្កប់ចិត្តអ្នកថាអញ្ចឹងទេអ្នកណាធ្វើនឹងភ្នោម៉ាក់ខ្ញុំនៅឯណាអ្នកណាធ្វើ ខ្ញុំមិនដឹងទេមានគេមួយក្រុមមកកាលពីម្សិលមិញថាចង់រើភ្នោ ដោយគ្មានការអនុញ្ញាតពីខ្ញុំអ្នកឲ្យគេជីកវិញ គេថាជាសាច់ញាតិ ខ្ញុំធ្វើអ្វីមិនបានទេ អ្នក ហៀងស្ងប់ស្ងាត់ចុះអ្វីដែលសំខាន់ឥឡូវគឺត្រូវយកធាតុម៉ាក់ណាក់មកវិញ រកឲ្យឃើញឥឡូវនេះអ្នកណារើភ្នោម៉ាក់ខ្ញុំអ្នកណាហ៊ានប៉ះភ្នោម៉ាក់ខ្ញុំខ្ញុំនឹងធ្វើឲ្យឯងសង្គ្រោះមិនរួច ក្មេងអ៊ីងនោះហើយគាត់រំពឹងថាយើងត្រូវពាក់កាន់ទុកខំម្ដាយគាត់ភ្នោបាត់ហើយតោះមើលថាគាត់ធ្វើអីការប្រឆាំងនឹងគ្រួសារសុខនេះហើយជាលទ្ធផល បាអ្នកស្លាប់ត្រូវគេគប់នេះមិនហួសពេកទេ មិនអីទេមិនហួសពេកទេម្សិលមិញអ៊ីងនៅច្រកចូលពិធីសម្ពោធធ្វើឲ្យយើងអាម៉ាស់មុខបើយើងមិនបង្រៀនគាត់គាត់ប្រហែលជាគិតថាយីដូជាទឹកដីរបស់គាត់កុំប្រាប់ខ្ញុំថាអ្នកអាណិតគាត់ តើខ្ញុំអាចទៅបើមិនមែនដោយសារតាទេតែបានរៀបចំការភ្ជាប់ពាក្យតាំងពីក្មេងអ្នកណាចង់រៀបការជាមួយអ្នកចាញ់ខ្ញុំគ្រាន់តែគិតថាអេងគឺអាចកំបាំងពេកថ្មីនេះរាល់ពេលយើងជួបគាត់យើងតែងតែជួបរឿងអភ័យចាំលើកមុនទេមនុស្សទាំងនោះនៅពិធីគប់លៀង តារាសម្ដែងដែលអ៊ីងជួ ខ្ញុំឲ្យគេពិនិត្យទៅមើលហើយអេងមិនបានជួតារាសម្ដែងណាទេ មិនមែនតារាសម្ដែងទេវាមិនអាចថាពួកគេពិតជាមកពីនេក្រិចទេមែនទេ ខ្ញុំមិនដឹងទេខ្ញុំគ្រាន់តែមានអារម្មណ៍មិនស្រួល អញ្ចឹងសុភាកុំរករឿងដាក់ខ្លួនមនុស្សណាក្រីកតែងតែសងសឹកបើអ៊ីងពិតជាមកពីនីក្រីកគ្រូសាយើងបានវិនិច្ឆ័យអស់ទៅហើយ ខ្ញុំគិតថាអ៊ីងគ្រាន់តែបំភ្លើសហើយទោះបីអ៊ីងពិតជាស្គាល់នៅណាម្នាក់ពីនេក្រិចវាគ្រាន់តែជាសារខាយីឌូប៉ុណ្ណោះឪពុកខ្ញុំធ្លាប់ទៅទីស្នាក់ការនេក្រិចគាត់ត្រូវបានទទួលដោយមហាសេនានេក្រិចដោយផ្ទាល់ដើម្បីចូលរួមពិធីមង្គលការរបស់យើងគាត់ហោះត្រឡប់មកវិញជាពិសេសគាត់មកដល់យប់នេះ ល្អណាស់មានញាតិម្ដាយឪពុកនៅទីនេះលើកលែងតែអ៊ីងគឺជាព្រះចម្បាំងនៃមន្ទីរពេទ្យមេឃាបើមិនដូច្នេះទេគាត់នឹងត្រូវលុតជង្គង់ហើយចាក់ចេញពីយីដូ មេបានពិនិត្យគ្រប់យ៉ាងរួចហើយវិជីគ្រួសារសុខបានទិញទីបញ្ចុះសឹកទាំងដងនៅក្នុងទីក្រុងទាំងមូលហើយពួកគេបាននិយាយថាម្ដាយរបស់អ្នកនឹងមិនត្រូវបានបញ្ចុះទេ មនុស្សទាំងនេះពិតជាគួរឲ្យស្អប់ខ្ពើមរាល់ថ្ងៃបន្ថែមដែលពួកគេរកគឺជាការខ្ជះខ្ជាយមើលទៅដូចជាខ្ញុំនឹងត្រូវក្បត់ពាក្យសន្យារបស់ខ្ញុំចំពោះគ្រូរបស់ខ្ញុំសបផ្សាយព័ត៌មាននេះប្រាប់ថាវាមកពីព្រះសង្គ្រាមនៃមន្ទីរពេទ្យមេឃាថ្ងៃស្អែកខ្ញុំចង់ឲ្យគ្រូសាសុកត្រូវបំផ្លាញចោលទាំងស្រុងអ្នកណាដែលរួមចំណែកច្រើនជាងគេខ្ញុំនឹងផ្ដល់សំណើមួយដល់ពួកគេ គ្រួសារសុខចាប់ហើយមនុស្សស្ទឹមជាច្រើនកំពុងរងចាំអ្នកព្យាបាលពួកគេគ្រាន់តែម្នាក់ក្នុងចំណោមពួកគេគឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យគ្រួសារសុខមានបញ្ហាមេឡានបានត្រៀមរួចរាល់ហើយ ចុះគ្រូសាសុកវិញ ពួកគេត្រូវបានអញ្ជើញទៅទីបញ្ចុះសម្ពូទាំង9 ល្អដល់ពេលសុំសឹកហើយ អ្នក អ្នកជានរណាតើអ្នកដឹងទេថាខ្ញុំជានរណាខ្ញុំជាកូនស្រីរបស់អ្នកមានបំផុតនៅស្ទូអ្នកណាអីអ្នកហ៊ានដើម្បីចាប់ពលរដ្ឋគ្រួសារខ្ញុំនិយាយអ៊ីម តោះទៅកន្លែងបូជានឹងភ្នោនៅពេលព្រឹកព្រលឹមអកូហ្វាតោះទៅ វាច្បាស់ជាទៀងអ្នកកំសាកនោះពេលគាត់មកដល់ទីនេះខ្ញុំនឹងធ្វើឲ្យគាត់សឹង វាហាក់ដូចជាខ្ញុំទន់ភ្លន់ពេកទៅលើគាត់តើគាត់ហ៊ានប្រជែងខ្ញុំយ៉ាងដូចម្ដេចតើគាត់ពិតជាគិតថាលីណាជាមនុស្សដែលងាយយក ហេតុអ្វីបានជាគ្មាននរណាមកដល់ មើលមានញ៉ាំមកហើយ នេះនោះហើយអៀង ហេតុអ្វីបានជាអ៊ីងខ្លាំខ្លាយជាទៅគួយគួរ
តាគាត់ពិតជាអាចជាអ្នកធម្មតាកំពុងរងចាំពេលវេលារបស់គាត់ មិនឯកគ្រាន់តែសម្ដែងនឹងធ្វើពុតតោះចាប់ផ្ដើម អៀងឈប់លេងល្បិចទៅឈុតនេះដែលឯងពាក់ច្បាស់ជាត្រូវចំណាយលុយច្រើនណាស់ដូច្នេះឯងពិតជារស់នៅលើប្រាក់ស្រីម្នាក់មែនតែទ្រព្យសម្បត្តិគ្រួសារចាស់តើឯងអាចខ្ជិះខ្ជាយវាអស់បានទេឯងគិតថាឯងកំពុងធ្វើអី ពុកឯងហ៊ានឲ្យគេវាយពុកខ្ញុំទេខ្ញុំមិនទឹកសែងរួចទេ នៅស្ងៀមខ្ញុំមិនទុកអ្នកណាម្នាក់រួចទេបើភ្នែកមើលជុំវិញនេះកន្លែងណាម៉ាក់ខ្ញុំនៅទីនេះខ្ញុំបានប្រាប់ឯងហើយថាខ្ញុំនឹងធ្វើឲ្យគ្រូសាសុកលុតជង្គង់នៅមុខភ្នូររបស់ម៉ាក់ហើយសារភាពកំហុស3ថ្ងៃ3យប់ថ្ងៃនេះគ្មាននរណាម្នាក់រួចខ្លួនឡើយយកសម្លៀកបំពាក់កាន់ទុកខំមកពាក់សម្លៀកបំពាក់កាន់ទុកលុតជង្គង់ ខ្ញុំជាអ្នកមានបំផុតនៅទីក្រុងយីឌូឯងចង់ឲ្យខ្ញុំពាក់សម្លៀកបំពាក់កាន់ទុកហើយលុតជង្គង់នៅមុខពីណាតើនាងសមនឹងទទួលវាទេអៀងទីបញ្ចុះសពទាំងអស់នៅយីឌូជាកម្មសិទ្ធិរបស់គ្រូសាសុកបើឯងដឹងថាអ្វីល្អសម្រាប់ឯងចូលលុតជង្គង់ហើយអង្វរខ្ញុំបើមិនដូច្នេះទេម្ដាយឯងនឹងមិនដែលបានបញ្ចុះសពដ៏សមរម្យឡើយគ្មានអ្នកណាទទួលបានការបញ្ចុះសពត្រឹមត្រូវទេបុរសអ្នកមានជាងគេនៅអ៊ីឌូបើគ្មានខ្ញុំទេគ្រូសាសុករបស់អ្នកនៅតែធ្វើស្រែចម្ការនៅភូមិដែរ អ្នកកំពុងតែកុហកភាពជោគជ័យរបស់គ្រូសាសុកសក្តិគឺដោយសារជំនួយពីចាន់ណាទាំងតនិងការគាំទ្រពីគ្រូសាលី ត្រូវហើយឪពុកខ្ញុំជាគ្រូធំនៅរដ្ឋធានីខេត្តគាត់អាចចូលចេញដោយសេរីនៅទីស្នាក់ការនេក្រីថែមទៀតអៀងខ្ញុំមិនខ្វល់ពីកន្លែងដែលអ្នកបានរកឃើញមនុស្សទាំងនេះទេសូមឲ្យយើងទៅឥឡូវនេះបើមិនដូច្នោះទេកុំបន្ទោសគ្រូសាសុកតែចេញប័ណ្ណបញ្ជាហាមឃាត់អ្នកល្ងងណាស់នៅក្នុងភ្នែកខ្ញុំគ្រូសាសុកដូចជាមន់នឹងឆ្កែអាកាសធាតុចាប់ផ្ដើមត្រជាក់ហើយដល់ពេលឲ្យគ្រូសាសុកកសៃធនហើយឯងគិតថាឯងនៅក្នុងរឿងខ្លីអាកាសធាតុត្រជាក់ហើយដល់ពេលខ្សែធនឯងធ្វើឲ្យខ្ញុំសើចណាស់យីកំដៅស្លាប់របស់ឯងហើយចេញពីទីបញ្ចុះសពរបស់ខ្ញុំទៅ3នាទីក្នុងរយៈពេល3នាទីខ្ញុំនឹងធ្វើឲ្យគ្រូសាសុកកសៃធនទាំងស្រុង ធ្វើឲ្យគ្រូសាសុកកសៃធនឯងដឹងទេថាគ្រូសាសុកមានលុយប៉ុន្មាន 2នាទីអៀងខ្ញុំនឹងឲ្យឱកាសឯងដែរលុតជង្គង់សុំទោសឥឡូវនេះប្រហែលជាខ្ញុំនឹងទុកដេកមួយកន្លែងឲ្យម្ដាយឯងនៅជ្រុងណាមួយខ្ញុំក៏ឲ្យ3នាទីដល់ឯងដែរ1នាទី ហើយខ្ញុំប្រាប់ណាឪពុករបស់ចាណាបានត្រឡប់ពីរាជធានីវិញហើយគាត់ជាសិស្សរបស់មេតានេក្រីកណាស្គាល់មេតានេក្រីកទេគាត់ជាអ្នកចម្បាំងនេក្រីកជាថ្នាក់ប្រធានកម្ពុជា មិនសំហេតុផលខ្ញុំក៏មិនស្គាល់ឪពុករបស់ចាន់ណាដែរ ខ្ញុំមានន័យថាមេតានេក្រីកអ្នកដែលមានតម្លៃទូចតាចដូចណាមិនអាចស្គាល់ឪពុករបស់ចាណាទេ ឈប់និយាយទៅបំបែករបស់ទាំងនេះដែលរំខានចេញទៅ ទុកឲ្យគាត់បំបែកទុកឲ្យគាត់ខំយ៉ាងណាមិញនេះជាលើកចុងក្រោយរបស់ពួកគេលោកនាយកវាងខ្ញុំកំពុងរវល់ឥឡូវនេះមានរឿងអីលីណាអ្នកនៅតែមានអារម្មណ៍ចង់ធ្វើអ្វីផ្សេងទៀតមើលភាគហ៊ុនទៅអ្នកមានបញ្ហាអីឥឡូវនេះត្រីឆ្លាមហិរញ្ញវត្ថុអន្តរជាតិរាប់សិបនាក់កំពុងរួមគ្នាលក់ខ្លីភាគហ៊ុនរបស់ក្រុមហ៊ុនមេឃាអ្នកកាន់ភាគហ៊ុនទាំងអស់ទាំងធំទាំងតូចកំពុងលក់ដូចឈួតភាគហ៊ុនរបស់គ្រួសារអ្នកនេះរឿងនេះអាចកើតឡើងដូចម្ដេចមកទល់ពេលនេះភាគហ៊ុនរបស់ក្រុមហ៊ុនមេឃាបានធ្លាក់ចុះពាក់កណ្ដាលរួចទៅហើយទេឲ្យខ្ញុំមើលវាធ្លាក់ចុះ 70% រួចទៅហើយ75 80 ហេលោកប្រធានសៃលោកថាម៉េចទីមទាឲ្យក្រុមហ៊ុនមេឃាក្នុងរយៈពេល24ម៉ោងសូមប្រាក់កម្ចីជាមួយការប្រាក់បើមិនសុំទេពួកគេនឹងបង្កទ្រព្យសម្បត្តិទាំងដល់របស់ក្រុមហ៊ុនមេឃាទេលោកប្រធានសៃលោកមិនអាចដកយើងពេលយើងធ្លាក់ខ្លួនចុះទេ អ្វីបញ្ចប់កិច្ចសហការទាំងអស់ លោកប្រធានលីវលោកធ្វើបែបនេះមិនបានទេ វាចប់ហើយវាចប់សពគ្រប់ហើយ
ដល់ពេលហើយ វិគណាអ្នកបានធ្វើទាំងកោនេះតែអ្នកជានរណាពិតប្រាកដអ្នកបានរៀបចំទាំងកោនេះមែនទេ ខ្ញុំបានលើឱកាសដល់អ្នកទាំងអស់គ្នាប៉ុន្តែអ្នកមិនបានទទួលយកទេ ខ្ញុំខុសហើយខ្ញុំដឹងថាខ្ញុំខុសហើយសូមឲ្យឱកាសដល់គ្រួសារសុខផងយើងទាំងអស់គ្នានឹងស្លៀកពាក់កាន់ទុកយើងសូមទោស ខ្ញុំខុសហើយសូមទុំជីវិតគ្រួសារសុខផង កំពុងព្យាយាមប្រទេសតើអ្នកបានសុំការអនុញ្ញាតពីខ្ញុំទេអេងឪពុកខ្ញុំជាសិស្សរបស់អ្នកគ្រប់គ្រងទំនេរនេគ្រីអ្នកដឹងទេមេដឹកនាំរបស់ពួកគេអាចធ្វើឲ្យផែនដីញ៉ោដោយគ្រាន់តែជន់ជើងប៉ុណ្ណោះទេព្រះសង្គ្រាមមិនលីពេទ្យមេឃា ក្លិនអីនឹងអញ្ចឹងអីនឹង ខ្ញុំពិតជាបានឲ្យអ្នកចាញ់បែបនេះដាក់ស្នែងខ្ញុំអស់6ឆ្នាំដោះស្រាយគាត់ចេញខ្ញុំមិនចង់ឃើញគាត់ទៀតទេ បាទ ឈប់អ្នកណាហ៊ានប៉ះកូនខ្ញុំ ហេប៉ាជួយខ្ញុំអ្នកត្រូវតែបង្រៀនមេរៀនមួយដល់អៀងដែលគ្មានតម្លៃនោះ ឪពុកក្មេកអ្នកមកដល់ហើយអៀងនេះខ្ញុំមិនដឹងថាគាត់ទាញមនុស្សទាំងនេះពីណាមកខ្លែងបន្លំនាគ្រីតហើយបំផ្លាញគ្រួសារសុខរបស់ខ្ញុំអ្នកត្រូវបង្រៀនគាត់ពីរបៀបប្រព្រឹត្តសូមឲ្យប្រកាសចិត្តនៅយីឌូគ្មានអ្នកណាហ៊ានប៉ះពាល់មនុស្សរបស់ខ្ញុំទេហឹមអៀងអ្នកចប់ហើយថ្ងៃនេះខ្ញុំនឹងធ្វើឲ្យអ្នកបង់ថ្លៃធ្ងន់បើមិនដូច្នេះទេខ្ញុំនឹងមិនដែលឆ្លងកាត់ការអាម៉ាស់នៃការលុតជង្គង់ឡើយ គ្រាន់តែទីងនរណាម្នាក់ដោយចៃដន្យហើយអ្នកគិតថាអ្នកខ្លាំងម្ដងទៀតលីណាបើខ្ញុំជាអ្នកខ្ញុំនឹងលុតជង្គង់នៅភ្នំម្ដាយខ្ញុំបន្តបង្កប់បញ្ហាហើយវាមិនមែនគ្រាន់តែជាការអាស្រ័យធំទេដែលកំពុងរងចាំអ្នក ហឹមតើអ្នកព្យាយាមបំភ័យអ្នកណាក្មេងអ្នកមានសម្លេងក្រអឺតណាស់ហ៊ានគំរាមកំហែងឪពុកក្មេករបស់ខ្ញុំនៅចំពោះមុខខ្ញុំលីហួរអ្នកមិនឃើញខ្ញុំជាការគំរាមកំហែងទេ អ្នកមិនសមនឹងការយកចិត្តទុកដាក់របស់ខ្ញុំទេ ក្មេងតើអ្នកពិតជាគិតថាយើងមិនអាចធ្វើអ្វីអ្នកបានទេបងប្រុសវាជាក្មេងនេះដែលបញ្ជូនសវណ្ណទៅគុកអ្នកគួរតែប្រុងប្រយ័ត្នក្មេងនេះពិតជាឆ្លាតវៃហឹមគ្រាន់តែជាក្មេងទំនើងនៅយីឌូទោះបីជាអ្នកជានាគក៏អ្នកត្រូវតែក្រាបថ្វាយបង្គំដែរ សំដីទំណាស់តើអ្នកចំតយអ្នកណាក្រាប អានេះ ទេប៉ាតាងមិនទៅបង្រៀនមេរៀនដល់អៀងជាអ្នកចាញ់នោះទេ បង្រៀនមេរបស់ខ្ញុំទោះបីអញមានចិត្តក្លាហានជាងគាត់100ដងក៏បើអញមិនហ៊ានដែរ បរាចាស់អញនិយាយរឿងងាត់ប្រយោជន៍ប៉ាខ្ញុំជាអ្នកក្រោមបង្គាប់របស់មេផ្ទះធំនេគ្រី អ្នកយាមទ្វេរម្នាក់ហ៊ាននិយាយថាខ្លួនជាអ្នកក្រមបង្កប់អ្នកណាដែលហ៊ាន ហេឯង ហេនៅស្ងៀមឯងដឹងទេថាគាត់ជានរណាគាត់ជាមេផ្ទះធំនៃនាគ្រីលោកសុខាវ៉ា មិនអាចទេប៉ាគាត់គ្រាន់តែជាអ្នកបម្រើចាស់របស់អៀងប៉ុណ្ណោះឯងប្រកាសថាមិនច្រឡំទេ តើខ្ញុំខ្វាក់ដូចឯងទេ ចាំបន្តិចបើគាត់ជាមេផ្ទះធំនេគ្រីដូច្នេះមេរបស់គាត់គឺមិនមែនជាអ្នកដែលគេហៅថាប្រចាំពេទ្យមេឃាជាមេដឹកនាំនេគ្រីឯងជាមេដឹកនាំនេគ្រី មិនក៏អាចដូចនេះមិនក៏អៀងអាចជាមេដឹកនាំនាគ្រីច្បាស់ជាការភូតភរហាអូអៀងទេសូមគោរពអៀងខ្ញុំពិតជាដឹងថាខ្ញុំខុសហើយខ្ញុំមិនគួរសម្លុតអ្នកទេខ្ញុំមិនគួរបង្កគ្រោះថ្នាក់ដល់ម្ដាយក្មេកទេខ្ញុំសូមនឹងស្លាប់ពិតសូមដោយសារតែអ្នកនិងកូនស្រីខ្ញុំបានរៀបការអស់10ឆ្នាំសូមមេត្តាទុកឲ្យខ្ញុំម្ដង អាពាហ៍ពិពាហ៍10ឆ្នាំនេះតើគ្រូសាសុខរបស់អ្នកចាត់ទុកខ្ញុំយ៉ាងណាតើអ្នកសម្លាប់ម្ដាយខ្ញុំដោយរបៀបណាហើយអ្នកនៅតែក្លាហាននិយាយពីអាពាហ៍ពិពាហ៍10ឆ្នាំមិនគួរឲ្យអស់សំណាយទេចាប់គាត់ចុះ ទេសូមមេត្តាហៀងសូមមេត្តាទុំជីវិតឪពុកខ្ញុំសូមមេត្តាទុំជីវិតយើងការដែលរៀបការឲ្យគូតែមានសេចក្ដីស្រឡាញ់យើងនៅជាមួយគ្នា10ឆ្នាំមកហើយ នៅស្ងៀម10ឆ្នាំមុនខ្ញុំតាមការស្នើសុំរបស់លោកដារបស់អ្នកគឺម្ចាស់ខ្ញុំហាក់សុខបានរៀបការចូលមកក្នុងគ្រួសារសុខជាច្រើនឆ្នាំមកនេះខ្ញុំបានការពារនិងណែនាំអ្នកដោយសម្ងាត់រាល់កិច្ចព្រមព្រៀងដែលអ្នកចរចាបានជោគជ័យអ្នកខ្លាយជាគ្រួសារអ្នកមានបំផុតនៅយីឌូក្នុងមួយយប់ហើយអ្នកតើអ្នកចាត់ទុកខ្ញុំយ៉ាងណា
ខ្ញុំមិនដឹងទេបើខ្ញុំដឹងមុនខ្ញុំមិន មិនអីមិនចាត់ទុកខ្ញុំដូចឆ្កែឬមិនមានកូនជាមួយចាន់ណាក្រៃអាពាហ៍ពិពាហ៍សុភ័ក្រទង្វើរបស់អ្នកនឹងមានលទ្ធផលទាំងអស់សុខាធ្វើវា បា មកធ្វើអីនៅទីនេះ ថ្ងៃនេះជាថ្ងៃគម្រប់មរណភាពម្ដាយណាយ៉ាងណាក៏ដោយយើងក៏ជាផ្ទៃប្រពន្ធទៅលើនេះអ្នកស្រឡាញ់បុប្ផាខ្លាំងណាស់ខ្ញុំចង់នាំបុប្ផាមកនថ្វាយម្ដាយណានេះគឺ ពួកគេទាំងអស់គ្នាមកទីនេះដើម្បីកាន់ទុក្ខចំពោះម្ដាយរបស់យើង យើងទាំងអស់គ្នាមកទីនេះសម្រាប់អ្នកស្រីឈិនដើម្បីស្លៀកពាក់កាន់ទុក្ខអ្នកហើយខ្ញុំនេះជារបស់ខ្ញុំហើយវាមកខ្ញុំនេះជារបស់ខ្ញុំនេះជារបស់ខ្ញុំចង់ធ្វើជាចៅប្រុសរបស់គាត់ហេលេងនេះត្រូវបានរៀបចំដោយយើងពីដំបូងសម្រាប់គ្រួសារសុខរបស់យើងរបស់ខ្ញុំ ម៉ាក់សូមសម្រេចដោយសន្តិភាពនៅទីនោះខ្ញុំបានរកឃើញប្រពន្ធនិងកូនរបស់ខ្ញុំនេះគឺវីរៈកូនប្រសាស្រីរបស់អ្នកនេះគឺបុប្ផាចៅស្រីរបស់អ្នកត្រូវតែពោពួកគេរក្សាពួកគេឲ្យមានសុវត្ថិភាពកុំបារម្ភខ្ញុំនឹងមិនអីទេ ម៉ាក់កុំបារម្ភខ្ញុំនឹងតែរក្សាអ៊ីងយេបុប្ផានឹងតែរក្សាបាផងដែរ សុខាជូនអ្នកវិញបាបដែលត្រូវសង្ឃការសោកស្ដាយដែលត្រូវប្រែចិត្តគ្មាននរណាម្នាក់រួចផុតឡើយ បាទជាវ៉ាន បុប្ផាហត់ទេប្រាប់ប៉ាឯងចង់ទៅណាចុងសប្តាហ៍នេះ បុប្ផាមិនហត់ទេបុប្ផាចង់ទៅសួនកំសាន្តជាមួយម៉ាក់និងប៉ា យកព្រម ទោះទៅតែអ៊ីងពិតជាមេដឹកនាំនាគ្រីកមែនប្រចាំបាំងនៃមន្ទីរពេទ្យស្មេឃាតាមពិតខ្ញុំបានលែងឡាយប្រចាំបាំងនៃមន្ទីរពេទ្យស្មេឃាតែគាត់ជារបស់ខ្ញុំគាត់ជាប្តីរបស់ខ្ញុំប្តីរបស់ខ្ញុំគ្មាននរណាអាចយកគាត់ទៅបានឡើយយកហើយរឿងចាប់ហើយដល់ពេលចូលគេងហើយប៉ាកុំទើធ្មទូកនិយាយថាម្ដាយពុករបស់ក្មេងឯទៀតដេកជាមួយគ្នាទាំងដងប៉ាហេតុអ្វីប៉ាមិនដេកជាមួយកូននិងម៉ាក់ អញ្ចឹងឯងត្រូវសួរម៉ាក់ឯង ម៉ាក់ហេតុអ្វីម៉ាក់មិនអាចដេកជាមួយប៉ាបុប្ផាធ្វើជាកូនល្អក្រៃយើងទុកទេដាក់បីអ្នកមិនបានម៉ាក់មានកន្លែងគុំទូលាយនៅទីនេះដេកចុះលឿនបុប្ផាសុខធ្វើនឹងទេកូនចង់ដេកជាមួយម៉ាក់និងប៉ាក្មេងឯទៀតទាំងដល់គេដេកជាមួយឪពុកម្ដាយជាមួយគ្នា អូយបុប្ផាកុំរញ៉េរញ៉ៃម៉ាក់និងប៉ានឹងដេកជាមួយកូនមកទីនេះកុំធ្វើឲ្យក្មេងខកចិត្ត បុប្ផាជាកូនដែលស្បាយចិត្តជាងគេលើលោរ៉េត្រីសុស្ដីម៉ាក់និងប៉ារ៉េត្រីសុស្ដីបុប្ផាឥឡូវឯងស្បាយចិត្តហើយប្រើកូនយើងដូច្នេះធីងឯងគួរស្អប់ណាស់ សម្លាញ់មិនយុត្តិធម៌ទេវាជាបុប្ផាដែលកំពុងគិតគូរនាងដឹងថាត្រូវឪពុករបស់នាងឱកាសដើម្បីតាមម្ដាយរបស់នាងវាតើអ្នកនឹងឲ្យឱកាសខ្ញុំទេ កុំលេងសើចបែបនេះទៀត ខ្ញុំមិនមែនលេងសើចទេខ្ញុំធ្ងន់ធ្ងរ ហ៊ីងខ្ញុំមិនថតទេខ្ញុំដឹងថាអ្នកមិនមែនជាអ្នកយាមទេខ្ញុំមិនដឹងថាហេតុអ្វីណាចង់ខ្លាចជាអ្នកយាមហើយយល់ព្រមចំពោះសំណើអាពាហ៍ពិពាហ៍ដ៏ចម្លែកនេះប៉ុន្តែខ្ញុំត្រូវតែប្រាប់ណាបុប្ផាមិនមែនជាកូនបង្កើតរបស់ណាទេ តាមពិតទៅបុប្ផាជាកូនស្រីបង្កើតរបស់ខ្ញុំវាមានរឿងមួយដែលខ្ញុំចង់ប្រាប់អ្នកយូរហើយ ហ៊ីង
ខ្ញុំដឹងថានៅតែងតែកាត់ទៅបផាដូចជាកូនស្រីរបស់ណាប៉ុន្តែយើងត្រូវប្រឈមមុខនឹងការពិតអ្នកមិនមែនជាមនុស្សធម្មតាទេមិនយូរមិនឆាប់អ្នកនឹងចាក់ចេញពីយីដូហើយបផានឹងខ្ញុំគ្រាន់តែជាមនុស្សធម្មតាអនាគតរបស់យើងមិនដែលមានវាសនារួមគ្នាទេខ្ញុំគិតថាអាពីលពីពីលរបស់យើងគួរតែបញ្ចប់ឥឡូវនេះ សុខារបស់ដែលខ្ញុំសុំឲ្យអ្នករៀបចំតើរួចរាល់ហើយឬនៅបញ្ជូនវាទៅជ្រលងសុបមង្គលថ្ងៃស្អែក Ba, ខ្ញុំចង់បានការរៀមតែរបស់ត្រជាក់ធ្វើឲ្យពូហែងស៊ឺ ម្ដងមិនអីទេខ្ញុំជាគ្រូពេទ្យអ្នកដឹងទេសុខភាពរបស់បផាខ្ញុំស្គាល់វាច្បាស់ម៉ាក់ថាបានអញចង់បានរសជាតិអ្វីចាំនៅទីនេះ បែលអជាងគេ សាភ្លុកមើលខ្ញុំនឹងញ៉ាំអស់ដែលនៅសល់ អេងគ្រាន់តែបន្តធ្វើឲ្យនាងខូច កូនស្រីខ្ញុំបផាទោះបីនាងចង់បានផ្កាយខ្ញុំនឹងយកនាងចុះការ៉េមទៀត Ba, តែខ្ញុំអាចភ្លុករបស់ប្រាបានទេម៉ាក់តែខ្ញុំអាចភ្លុករបស់ម៉ាក់បានដែរទេម៉ាក់ភ្លុករបស់ខ្ញុំមើលសម្លាញ់អេងកំពុងរៀនយកចិត្តទុកដាក់នឹងម៉ាក់ Baក៏ដែរភ្លុករបស់ខ្ញុំមើល អរគុណបផា ឆ្ងាញ់ទេប៉ា ឆ្ងាញ់មកបផាប៉ានឹងនាំឯងទៅលេងចាំខ្ញុំនៅទីនេះខ្ញុំនឹងយកបផាទៅគេង ចាំខ្ញុំនឹងទៅជាមួយណាសូមទួតែអ្នកឈ្មោះវីរ៉ាមែនទេបាទខ្ញុំហើយសូមគូនប្រណាក់ឲ្យមានសុខមង្គលហេចាំអ្នកត្រឡប់មកវិញហើយខ្ញុំគ្រាន់តែមិនដឹងថាអ្នកណាលេងល្បែងនេះទេអ្នករកគ្នាដែលដាកាត់បានហូបកាកឡាបមួយដល់ខ្ញុំគុំប្រាប់ខ្ញុំថាអ្នកក៏មកឲ្យការដល់ខ្ញុំដែរខ្ញុំឃើញដៃរបស់អ្នកមិនមានផ្កាអ្វីទេ វីរ៉ាតើអ្នករៀបការជាមួយខ្ញុំទេរៀបការជាមួយគាត់ អញចង់អ្នកនោះហើយ វីរ៉ាអ្នកបាននិយាយថាឋានៈយើងមិនដែលមានន័យឲ្យគ្នាទៅវិញទេប៉ុន្តែខ្ញុំចង់ប្រាប់អ្នកនិងបផាគឺជាអនាគតរបស់ខ្ញុំ លោកមេថ្លៃបណ្ណាការសម្រាប់អ្នករីរូទ្រលហើយលើសពីនេះគឺលិខិតកម្មសិទ្ធិសម្រាប់វិទ្យាធាននៅទេសភាពបង្ខាងកើត វិលាធាននៅទេសភាពបង្ខាងកើតកាលពីមួយខែមុនត្រូវបានចេញដោយមហាសេដ្ឋីអាកំបាំងអ្នកក្នុងតម្លៃ500លានដូច្នេះអ្នកនោះគឺជាណា បើកមើលទៅ ហេតុអ្វីបានគេឈ្មោះខ្ញុំនៅលើវា ទោះបីជាខ្ញុំទិញផ្ទះក៏ដោយអ្នកគឺជាម្ចាស់របស់វាវីរ៉ាតើអ្នកសុខចិត្តទេនៅក្នុងផ្ទះវីឡារាប់ពាន់ម៉ែត្រការ៉េរបស់អ្នកវាមានដើម្បីទុកកន្លែងតូចមួយសម្រាប់ខ្ញុំ បន្ទុសន្តិសុខ នោះក៏បានដែរព្រោះខ្ញុំបាននិយាយថាខ្ញុំនឹងការពារអ្នកនិងបផាអស់មួយជីវិតវីរ៉ាតើអ្នករៀបការជាមួយខ្ញុំទេ ខ្ញុំព្រមនាងមិនព្រមទេ សុភ័ក្រតើអ្នកកំពុងធ្វើអីនៅទីនេះ ហៀងខ្ញុំដឹងថាខ្ញុំខើវ៉ែក្រានតែម្សិលមិញតែខ្ញុំរកឃើញអ្វីទាំងដល់តែណត់ធ្វើឲ្យខ្ញុំចាប់តាមសាជាថ្មីតើយើងអាច ទេសុភ័ក្រយើងបានលែងលះគ្នាយូរហើយតាំងពីដើមដំបូងអាពាហ៍ពិពាហ៍របស់យើងគ្រាន់តែជាកិច្ចព្រមព្រៀងឯងមិនស្រឡាញ់ខ្ញុំហើយខ្ញុំក៏មិនដែលស្រឡាញ់ឯងដែរឥឡូវនេះខ្ញុំមានអ្នកដែលខ្ញុំស្រឡាញ់ហើយយើងមិនត្រឡប់ក្រោយទេ តែខ្ញុំស្រឡាញ់ណា ទេ
ឯងមិនស្រឡាញ់ខ្ញុំទេឯងមិនស្រឡាញ់អ្វីក្រៅពីអ្នកដែលអាចទ្រព្យសម្បត្តិនឹងឋានឯងប្រសិនបើខ្ញុំនៅតែជាអ្នកយាមដែលគ្មានអ្វីសោះតែឯងនៅតែស្ដាយក្រោយទេគ្រូសាសុកទាំងមូលរបស់ឯងគួរឲ្យស្អប់ខ្ពើមពីក្នុងចិត្តកុំមកក្រោកខ្ញុំទៀតបើមិនដូច្នោះទេខ្ញុំមិនខ្វល់ទេបើខ្ញុំនឹងបញ្ជូនឯងទៅចំណាយពេលនៅក្នុងគុកដូចចាពូកែងតើ វីរ៉េតែឯងមិនចង់ដឹងទេអ្នកណាជាបុរសដែលធ្វើឲ្យឯងមានផ្ទៃពោះមុនរៀបការអ្នកណា សុភ័ក្របិទមាត់កុំធ្វើឲ្យខ្ញុំស្ដាយក្រោយដែលឲ្យអ្នកទៅ អ្វីអ្នកខ្លាចទេខ្លាចពីតែឡើងនៅក្នុងចិត្តអ្នកក៏អាក្រក់ដូចខ្ញុំដែរបុរសនោះជានរណា វីរៈតោះទៅផ្ទះសាច់ជ្រូកឆ្អិនមិនមែនជាមុខកំហូបដែលអ្នកចូលចិត្តទេសាច់ជ្រូកឆ្អិនរបស់ខ្ញុំនឹងធ្វើឲ្យអ្នក តាមពិតបុរសនោះជានរណាស្ងាយនៅពីមុខណាបុរសនេះគឺអ៊ីងមិនអាចទៅรู้ទេអ្នកគិតថាប្រចាំបងនៃមន្ទីរពេទ្យស្មេឃាមេដឹកនាំនៃអ្នកគ្រីកនឹងស្រាប់តែខ្លាចជាអ្នកយាមនៅសង្កាត់ណាគាត់មករកណានិយាយស្វាគាត់មករកកូនស្រីរបស់អ្នកកូនស្រីរបស់អ្នកបផាគឺជាកូនស្រីបង្កើតរបស់គីងនេះជាបស្តាំ កុំស្ដាប់នាងឈួតតោះទៅផ្ទះ ហើយវាមកខ្ញុំវីរៈ កុំប៉ះខ្ញុំ គឺឯងហេតុអ្វីឯងហេតុអ្វីត្រូវតែជាឯង វីរៈស្មប់សិនសូមឲ្យខ្ញុំពន្យល់ ចេញទៅ វីរៈ ហៀងបោះបង់ទៅខ្ញុំបានគេស៊ើបសួរវីរៈអ្វីដែលនាងស្អប់ជាងគេគឺអ្នកដែលធ្វើឲ្យនាងមានផ្ទៃពោះឥឡូវនាងដឹងថាជាឯងនាងមិនដែលអត់ទូសែងទេយើងជាគូដ៏ស្មឹកសាយើងស្គាល់គ្នា10ឆ្នាំហើយយើងទាំងពីររឹកបាត់គ្នាល្អខ្សោះឥឡូវយើងស្មើឯងចូលចិត្តក្មេងថ្ងៃក្រោយខ្ញុំនឹងបង្កើតផែនច្រើនប៉ុណ្ណាក៏បាន ចេញទៅសុភ័ក្រទោះបីស្រីទាំងអស់នៅលើលោកស្លាប់អស់ ខ្ញុំក៏មិននៅជាមួយឯងដែរហេតុអី ព្រោះខ្ញុំស្រឡាញ់នាង ឯងស្រឡាញ់នាងឯងស្រឡាញ់វីរៈឯងមានសិទ្ធិអីស្រឡាញ់វីរៈឯងគួរតែស្រឡាញ់ខ្ញុំ ចេញទៅ អត់ទេហៀងគុំទៅហេតុអីក៏កើតឡើងយ៉ាងនេះ10ឆ្នាំមកនេះឯងជិះអ្វីដែលឯងចង់បានពីខ្ញុំហេតុអីឯងច្បាស់ជាស្រឡាញ់ខ្ញុំខ្លាំងណាស់ទើបតែមួយខែប៉ុណ្ណោះហេតុអីក៏ប្រែប្រួលទាំងដល់ឥឡូវខ្ញុំយល់ហើយគឺវីរៈក៏វីរៈបាត់ឯងប្រកាសជាត្រឡប់មករកខ្ញុំវិញហាហាវីរៈអូនគ្រាន់តែបាត់ទៅ វីរៈប្រយ័ត្ន ហៀងអ្នកមិនអីទេ ខ្ញុំមិនអីទេ ហេតុអ្វីអ្នកប្រថុយធ្វើខ្លួនឯងសម្រាប់នាងហើយអ្នកបោះបង់អ្វីទាំងអស់ដូច្នេះតើខ្ញុំជាអ្វីចូលរយៈពេល10ឆ្នាំនេះ នាំគាត់ទៅមន្ទីរពេទ្យហើប៉ូលីសបាទ វីរៈខ្ញុំសុំទោសដែលធ្វើឲ្យអ្នកឈឺចាប់ខ្លាំងកាលពីពេលនោះ គុំនិយាយទុកកម្លាំងចិត្ត អត់ទេខ្ញុំខ្លាចបើលើមិននិយាយខ្ញុំមិនមានឱកាសទៀតទេ អត់ទេអ្នកនឹងមានអ៊ីងអ្នកនឹងមិនអីទេបើផាទើបតែមានឪពុកអ្នកមិនអាចបាត់ខ្លួនទៀតទេហើយខ្ញុំផងអ្នកទើបតែស្នើសុំរៀបការជាមួយខ្ញុំអ្នកមិនអាចបបង់ខ្ញុំបានទេហៀងស្ដាប់ខ្ញុំអ្នកត្រូវតែរស់រៀនមកវិញហើយខ្ញុំនឹងកត់ទូស្អីណាបើមិនដូច្នោះទេខ្ញុំនឹងស្អប់អ្នករហូត ក្រុមគ្រួសារសូមរងចាំនៅខាងក្រៅ
ដាវាងមេដឹកនាំរបស់យើងពេលដែលចុះខ្សែខ្លាំងគ្រាន់តែបួសបាញ់តូចមួយតើគួរយកគាត់ទៅមន្ទីរពេទ្យទេហើយប្រពន្ធរបស់មេដឹកនាំក៏ដែរធ្វើដូចជានេះជាលេជារៀងរហូតគិតថាគេកំពុងថតរឿងខ្លី តើអ្នកមានប្រពន្ធទេ ខ្ញុំត្រូវការនោះធ្វើអីក្នុងលោកនេះស្ត្រីបន្ថយល្បឿននៃការទាញរបស់ខ្ញុំមើលមកដូចនេះអីខ្ញុំនិយាយខុសទេ ចេញពីទីក្រុងពីរបីថ្ងៃលោកមេសុភាត្រូវបានចាប់ខ្លួនពីឃាតកម្មនាងប្រហែលជាមិនដែលចេញមកវិញទេ នាងបាននាំវាមកលើខ្លួនឯង ទីស្នាក់ការកណ្ដាលកំពុងជំរុញឲ្យអ្នកត្រឡប់មកវិញគ្រូសារវត្តនៅទីក្រុងខាងជើងកំពុងធ្វើអ្វីមួយទៀតទីស៊ូនឹងក្រុមរបស់គាត់បានរកឃើញថាពួកគេបានតាក់ទងជាមួយកូកាជូជាញឹកញាប់ពួកគេប្រហែលជាកំពុងរៀបចំផែនការថ្មី គ្រាន់តែជាកណ្ដុរដែលមិនអាចត្រាំនឹងពន្លឺ ផងដែរលោកស្រី ពុកនៅឈឺទៀតទេបុប្ផានឹងផ្លុំអស់ឯពុក អរគុណបុប្ផាឪពុកឈឺបន្តិចទេ ដល់ពេលញ៉ាំបាយហើយ អូនខ្ញុំលើកដៃមិនរួចប្រហែលអ្នកគួរតែចិញ្ចឹមខ្ញុំអូន ល្អណាស់ខ្ញុំដឹងថាអ្នកមិនមែនប្រចាំបងមន្ទីរពេទ្យស្មេខេទេតែជាអ្នកលេងល្ខោន ប្រធានខ្ញុំទើបនឹងចង់ប្រាប់ល្បិចធ្វើបាបខ្លួនឯងរបស់អ្នកប្រពន្ធអ្នកមើលឃើញហើយ វាសូមឲ្យខ្ញុំបញ្យល់ បុប្ផាក្មេងល្អចង់ទៅលេងជាមួយដាវាងទេប៉ាម៉ាក់ឯងមានការនិយាយគ្នា និយាយពីការថើបទេ Little Stone តាពេលណាប៉ាមកគាត់ថើបគ្នាតាគាត់ទីងគាត់ចេញនៅធំកំណានណាចូលចិត្តและអាតកំបាំង ទៅចុះ ម៉ាក់ប៉ាកុំស្លុកគ្នាណាខ្ញុំចង់បានប្អូនស្រីមិនចង់បានប្អូនប្រុសស្អុយទេ សំណប់ចិត្តខ្ញុំស្បាខ្ញុំនឹងល្អជាមួយអ្នកអស់មួយជីវិតបើខ្ញុំក្បត់អ្នកសូមផ្លេចបន្ទោប្រហារ កុំនិយាយរឿងអត់ប្រយោជន៍